ទឹកចំនួនភ្លាមអញ្ចឹងដែលជាករណីដែលបើអ្នកណាក៏ដឹងថាទឹកចំនួននេះមិនមែនគ្រាន់តែភ្លៀងមកចំនួននេះហ្នឹងទេគឺច្បាស់ជាបើកទំនប់ទឹកប៉ុន្តែมันអនុញ្ញាតឲ្យអ្នកណានិយាយថាគឺលួចបើកទេអាហ្នឹងដូចគ្នាហ្នឹងហើយគឺជាប្រព័ន្ធនៅក្នុងករណីទប់ស្កាត់បន្ទាប់មកពួកគេនឹងសម្លាប់មន្ត្រីនិងសមាជិកបកទាំងអស់រហូតដល់ចំណុចដែលពួកគេគ្មានធម៌ពលសំបីតែគិតដើម្បីគិតអញ្ចឹងពីពេលនេះតទៅមន្ត្រីរាជការប៉ូលីសទាហានគឺនឹងត្រូវជួបរឿងស្លាប់យ៉ាងច្រើនមិនចាញ់ប្រជាពលរដ្ឋសាមញ្ញធម្មតាទេមិនតែពីពេលនេះទៅទេគឺចាប់ពីពេលដែលខ្ញុំលើកកន្លងមករយៈពេលប្រហែលចូលប្រហែលខែកន្លងមកនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគេរៀបចំឲ្យស្លាប់គ្រប់ប្រភេទទាំងអស់រឿងnàyមិនគួរកើតឡើងអំពើហិង្សានៅក្នុងគ្រួសារមួយហេតុអីបានត្រូវបង្កើតឲ្យមានការស្លាប់យ៉ាងច្រើនយ៉ាងនេះប៉ុន្តែយើងមើលរាល់សារព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយហេតុអីក៏អត់បញ្ចេញគ្រួសារដែលបង្កអំពើហិង្សាបង្ហាញតែរូបភាពជនរងគ្រោះដែលបានស្លាប់មានតែបានថាសួស្ដីមានឆ្ងល់ទេខ្ញុំកំពុងតែស្រាវជ្រាវមើលរូបភាពគ្រួសារដែលបង្កហិង្សាដែលបណ្ដាលឲ្យមនុស្សដែលត្រូវស្លាប់រហូតដល់ទៅ5នាក់ចុះហេតុអីបណ្ដាញសារព័ត៌មានហេតុអីបានជាក្រសួងស្ថាប័នដែលពាក់ព័ន្ធអត់ឃើញបង្ហាញគ្រួសារដែលបង្កឲ្យគ្រោះថ្នាក់រហូតដល់មានការស្លាប់មនុស្សដល់15នាក់ដោយសារបោកគ្រាប់បែកសំណួរអាហ្នឹងចំណុចមួយទេគាត់អ្នកទាំងអស់គ្នាយកទៅគិតហើយមួយទៀតតើគ្រួសារដែលត្រូវបង្កហិង្សាឲ្យមានការបោកគ្រាប់បែកនោះគាត់មានតួនាទីអ្វីហេតុអីគាត់មានគ្រាប់បែកនៅក្នុងដៃរបស់គាត់ហេតុអីគាត់អាចរក្សាគ្រាប់បែកបានឆ្ងល់ទេអញ្ចឹងតើនៅក្នុងករណីឲ្យមើលឃើញថាមានករណីទុកគ្រាប់បែកស្លាប់មនុស្សចំនួន5នាក់ដែលរឿងមិនគួរកើតសោះនេះដោយសារអំពើហិង្សាក្នុងគ្រួសារហើយសារព័ត៌មានខ្លះខំប្រឹងបន្ថែមទៀតហ្នឹងប្រហែលជាមកពីជនបង្កហេតុនឹងពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនប៉ុន្តែនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ page របស់សម្ដេចសខេងនិងសម្ដេចសសុខាអត់មានបង្ហាញចឹងទេគ្រាន់តែថានេះគឺជាករណីអំពើហិង្សាក្នុងគ្រួសារប៉ុន្តែសារព័ត៌មានផ្សេងថែមគ្រឿងញៀនពីលើទៀតមែនទេគេកាយទៅសៀងមិនស្ដាប់ទៅមិនចាប់អត់យ៉ាអានេះខ្ញុំគ្រាន់តែឆ្ងល់ទេតែអ្នកទាំងអស់គ្នាគួរពិចារណាទៅហើយក៏ស្នើទៅដល់លោកក្រសួងមហាផ្ទៃព្រោះឥឡូវនេះកម្ពុជាមិនមែនឯកោទេហើយប្រសិនបើត្រឹមតែបង្ក្រាបអំពើហិង្សាក្នុងគ្រួសារមួយស្លាប់មន្ត្រីនឹងបញ្ជាការភូមិរហូតដល់ទៅ 4-5 នាក់អញ្ចឹងបាននិយាយអំពីសមត្ថភាពប៉ូលីសឬក៏សមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជាតើសមត្ថភាពbịខ្លាយទៅជាអន់កម្រិតណាជួននេះសួស្ដីអូនម៉ែយើងគិតដល់មើលអញ្ចឹងអួតអីទៅច្បាំងជាមួយថៃណាយកអីទៅអួតហើយខំប្រឹងស្រែកក្តៅនឹងអួតអីគេខ្មាក់គេអត់ត្រឹមតែបង្ក្រាបអំពើហិង្សានៅក្នុងគ្រួសារមួយចំណាយជីវិតមនុស្ស 5-6 នាក់អញ្ចឹងតើប្រទេសកម្ពុជារាល់ថ្ងៃនេះតើមានអ្នកណាដែលធ្វើឲ្យប្រជាពលរដ្ឋពឹងផ្អែកថាមានសមត្ថភាពការពារសុវត្ថិភាពរបស់គាត់បាននោះអញ្ចឹងការស្រែកថាការពារសុវត្ថិភាពភូមិឃុំមានសុវត្ថិភាពកន្លងមកនឹងស្អីគេអានឹងកថាឯងអានឹងគ្រាន់តែកថាផ្អួតដាក់ឬក៏ជូរដាក់តែគ្រាន់តែនិទានរឿងថាបង្ក្រាបគ្រួសារអំពើហិង្សាក្នុងគ្រួសារខ្ញុំសូមបដិសេធខ្ញុំមិនទទួលយកទេមិនមែនពួកគាត់ស្លាប់នឹងសាច់ញាតិខ្ញុំតែគាត់គឺជាខ្មែរហេតុអីបានអ្នកឯងត្រូវសម្លាប់ខ្មែរមិនមែនគ្រាន់តែសម្លាប់ហើយនិទានរឿងហើយចប់ទេអញ្ចឹងសូមឲ្យអស់លោកពាក់ព័ន្ធជួយបកស្រាយឲ្យច្បាស់
ថាតើគ្រួសារដែលបង្កហិង្សានោះមានតួនាទីមុខរបរអីគេមានចិត្តកាន់គ្រាប់បែកខែងសម្ដេចពុកគួចកណ្ដុងនៅជ្រួយច្វាហើយទេគួចកណ្ដុងកំភ្លើងនៅជ្រួយច្វាហើយទេចុះអាកណ្ដុងគួចនៅជ្រួយច្វាអានោះគួចអីគេបងប៉ែនថាវាសួស្ដីឥឡូវបងប្អូនយកការគិតទៅគិតមើលហើយសូមបណ្ដាញសារព័ត៌មានទាំងអស់ជួយបង្ហាញមុខគ្រួសារដែលបង្កហេតុនឹងផងណាគ្រួសារនឹងមានសមាជិកប្រហែលអ្នកមុខរបរអាជីវកម្មរកស៊ីអីធ្វើអីមានតួនាទីអ្វីអាចមានចិត្តកាន់អាវុធកាន់គ្រាប់បែកដៃគ្រាប់បែកមករឿងទាំងអស់នេះអាមេរិកគេនឹងស៊ើបអង្កេតយ៉ាងម៉ត់ចត់មិនមែនគ្រាន់តែឯងនិទានរឿងឲ្យចប់ទេប៉ុន្តែគ្រាន់តែមនុស្សស្លាប់បាត់ហើយយកអីមកសង្គ្រោះយើងធ្វើការងារដូចខ្ញុំនិយាយចឹងការពារប្រសើរជាជាងជាបានប៉ុន្តែបើមនុស្សស្លាប់ហើយតែការពិតគេត្រូវតែសាររើរកទាល់តែឃើញប៉ុន្តែវាមិនអាចជួយឲ្យមនុស្សរស់វិញបានទេអញ្ចឹងគេនឹងសម្លាប់យើងហើយគ្រាន់តែចាំរងយុត្តិធម៌ឲ្យចុងក្រោយតែអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងងើបរស់មកវិញទេអ្នកដែលគាត់បាត់បង់មនុស្សជាទីស្រឡាញ់គ្រប់គ្នានោះក្នុងនាមជាម្ដាយជាប្រពន្ធជាឪពុកជាសាច់ញាតិជាមិត្តភក្តិជាបងជាប្អូនជាអ្នកស្គាល់គ្នានោះតើការជិះចាប់របស់គេនឹងអ្នកឯងយកអីទៅប៉ះប៉ូវជាមួយគេគ្រាន់តែប្រើពាក្យថាគាត់គឺជាវីរៈបុរសគាត់ជាហេរ៉ូដែលបានពាក់លីនៅពេលដែលបំពេញបេសកកម្មមែនទេសម្រាប់មនុស្សមកប្រទេសដើម្បីគ្រាន់តែស្រែកថាអ្នកនឹងគឺជាហេរ៉ូយ៉ាងមែនទេយកខ្មែរយកកងទ័ពឲ្យទៅស្លាប់នៅព្រំដែនមួយប្រទេសគ្រាន់តែយករូបថតសាកសពយកមកបង្ហាញថាគាត់គឺជាហេរ៉ូតែប៉ុណ្្នឹងមែនទេចុះប្រពន្ធកងគ្រួសារជាទីស្រឡាញ់របស់គេនោះអ្នកឯងទទួលខុសត្រូវបែបណាអ្នកឯងយកស្អីទៅដោះដូរជាមួយនឹងជីវិតដែលបាត់បង់នោះមកវិញអញ្ចឹងអ្នកទាំងអស់គ្នាគិតថាតើជីវិតរបស់យើងទាំងអស់គ្នារាល់ថ្ងៃក្នុងនាមជាខ្មែរនេះពីអន់ជាងសត្វកម្រិតណាខ្លះអន់ជាងឆ្កែអន់ជាងឆ្មាទៅទៀតរាល់ថ្ងៃអញ្ចឹងអ្នកទាំងអស់គ្នាដេករំពឹងអីមើលរំពឹងអ្វីទៅជួយប្រាប់ផងអូខេគោលនយោបាយរបស់បកប្រជាជនដែលហៅកាត់ថា CPP គឺបកកុម្មុយនីសឥណ្ឌូចិនគោលនយោបាយជាចម្បងរបស់វាគឺបង្ក្រាបមតិសាធារណៈដូចជាទឹកបាក់ទំនប់ដូចជាទំនប់ទឹកបាក់ផ្ទុះនៅរតនគិរីចំការជ័យយួនជាដើមបន្ទាប់មកពួកគេសម្លាប់មន្ត្រីនិងសមាជិកបកទាំងអស់រហូតដល់ចំណុចដែលពួកគេគ្មានធម៌ពលដើម្បីសូម្បីតែគិតហ៊ានរើបំរាស់ចំណែកប្រជាជនសាមញ្ញគេនឹងសម្លាប់គ្រប់រូបភាពហើយវាទុកខ្លះឲ្យរស់នៅរៀងរហូតក្នុងភាពចលាចលអត់ឃ្លានការភ័យខ្លាចនិងភាពអសន្តិសុខដោយបង្ខំឲ្យរស់ដូចស្លាប់រស់វេទនាជាស្លាប់ឬក៏រស់ដូចសត្វមកជួយយើងស្ដីពួកអាគមនេះផ្ដាច់ការបញ្ជាជាក់ថាប្រសិនបើប្រជាជនសាមញ្ញកាន់តែមានលុយអំណាចបកនឹងស្ថិតនៅក្នុងគ្រោះថ្នាក់សេរីភាពនៃការធ្វើដំណើរកាន់តែទូលំទូលាយនិងបង្កើតកម្លាំងអរិយភាពឬក៏កម្លាំងអាក្រក់ដល់របបអំណាចរបស់វាអញ្ចឹងមានតែព្យាយាមសម្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីជាការគំរាមកំហែងមិនបាច់ឲ្យប្រើកម្លាំងឬក៏ប្រកាសគំរាមកំហែងទេគឺប្រជាពលរដ្ឋនឹងភ័យខ្លាចដោយខ្លួនឯងតែម្ដងយើងមានអៀនសួស្ដីចាអាហ្នឹង
យើងមើលខ្មែរយើងមួយចំនួនបើគ្មានករណីភារកិច្ចអីគាត់អត់ចេញក្រៅទេគឺខ្លាចពីក្នុងខ្លួនមកតែម្ដងឃើញទេមួយតាខ្លួនបើសួស្ដីយ៉ាអូខេប្រសិនបើប្រជាជនសាមញ្ញនៅមានលុយនៅកាន់នៅក្នុងដៃវាជាគ្រោះថ្នាក់របស់គណៈបកកណ្ដាលអំណាចបើប្រជាជនមានសេរីភាពនៃការធ្វើដំណើរវានឹងបង្កើតកម្លាំងអាក្រក់ដែលធ្វើឲ្យបង្កគ្រោះថ្នាក់ដល់របបអំណាចផ្ដាច់ការរបស់វាដូច្នេះវាត្រូវប្រើផែនការសម្រាប់ដោយគ្រោះថ្នាក់ចរាចរណ៍ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលធូរស្រាលនឹងនាំឲ្យមានបដិវត្តពណ៌ផ្ទៃក្នុងឃើញទេជាសួស្ដីបងចេះតែបានសួស្ដីអញ្ចឹងមើលថាស្ថានភាពរាល់ថ្ងៃនេះអញ្ចឹងអត់យើងស្រីគេ feel like សួស្ដីអូនកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយដែលធូរស្រាលនៅក្នុងគណៈបកប្រជាជននិងបង្កើនការគំរាមកំហែងដ៏ធំមួយពីកម្លាំងអាក្រក់នៅក្នុងបកបង្កឲ្យអំណាចផ្ទៃក្នុងអំណាចរបស់គ្រួសារតកូលហ៊ុននឹងដួលរលំដូច្នេះអញ្ចឹងដើម្បីកុំឲ្យមានរឿងប៉ះពាល់ដល់អំណាចអញអំណាចគ្រួសារអញអំណាចឆ្កែយួនចិនណាប្រជាជនត្រូវតែវេទនាកាន់តែខ្លាំងក្រកាន់តែវេទនាដណ្ដាបទាល់នឹងកើនបំណុលនឹងស្លាប់នឹងជំងឺគ្រប់ប្រភេទចាចំណែកការធ្វើដំណើរឲ្យតែចេញពីផ្ទះគឺស្មើនឹងគេហៅថាសងតាមវាសនាបើជីវិតអស់ស្លាប់បើជីវិតមិនអស់គឺរស់ប៉ុន្តែបើឲ្យជឿជាក់ថាមានសុវត្ថិភាពគឺអត់មានទេមានសន្តិសុខផ្លូវកាយផ្លូវចិត្តវាអត់មានទេតែវាមិនអាចជៀសរួចបើអត់ចេញពីផ្ទះបំណុលអត់អីស៊ីចំនួនអ្វីគ្រប់យ៉ាងវានឹងមកចេញពីផ្ទះទៅជួបបញ្ហាផងហត់នឿយផងមកវិញត្រូវភ័យខ្លាចការធ្វើដំណើរនៃការសម្លាប់ផងនៅតែចាយមិនគ្រាន់នៅតែបងបំណុលគេមិនគ្រប់តម្រាំតែអត់ចេញពីផ្ទះខ្លាចចេញទៅគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយបើអត់ចេញទេបានអីស៊ីបានអីសងបំណុលគេណាមានអីប្រើប្រាស់បនទានការបិណ្ឌជុំគ្រប់សពបែបយ៉ាងមកគ្រប់ទិសកម្មវិធីមិនចេះអស់មិនចេះហើយអួតគ្នាមិនមានពេលណាលហើយឃើញទេការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលធូរស្រាលរាល់ថ្ងៃនេះបាននិយាយអំពីនៅក្នុងស្រុកអត់មានអ្នកណាអាចនិយាយខ្លួនឯងបានទេគេគ្រប់គ្រងបាន 100% ហើយអញ្ចឹងអ្វីដែលកំពុងតែត្រូវគេបារម្ភគឺត្រូវបង្កើតច្បាប់ដើម្បីឲ្យធ្វើបច្ចុប្បន្នជាមួយនឹងប្រទេសដទៃដើម្បីបញ្ជូនអ្នកណាដែលហ៊ាននិយាយឲ្យយល់ថារបបហ្នឹងគឺជារបបអាក្រក់ហើយដើម្បីឲ្យយល់ថាច្បាប់គេបង្កើតមកអញ្ចឹងដើម្បីធ្វើបច្ចុប្បន្នបញ្ជូនបុគ្គលទាំងអស់នោះដែលហ៊ាននិយាយនៅខាងក្រៅប្រទេសមែនទេដែលគេខំប្រឹងស្រាយថាអូរួមគ្នាទប់ស្កាត់ព័ត៌មានคล้ายប៉ុន្តែដូចខ្ញុំប្រាប់ចឹងអ្វីគឺវាហួសពេលហើយសម្ដេចព្រោះបានន័យថាព័ត៌មានវាជ្រាបអស់បាត់ទៅហើយមែនទេព័ត៌មានដែលខ្ញុំជម្រាបជូនអ្នកទាំងអស់គ្នាគឺវាជ្រាបអស់បាត់យូរណាស់ទៅហើយអញ្ចឹងវាអត់មានអីត្រូវភ័យខ្លាចពិបាកទៀតទេ Hello friend ដូចខ្ញុំនិយាយចឹងទោះបីជាខ្ញុំស្លាប់អ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំជម្រាបឲ្យកន្លងមកថាផែនការវានឹងមកបែបណានោះទោះបីជាខ្ញុំស្លាប់ទៅក៏អ្នកទាំងអស់គ្នាគឺថាអ្នកទាំងអស់គ្នាគួរនៅស្ងៀមឬក៏អ្នកទាំងអស់គ្នាគួរធ្វើចលនាខ្លះអាហ្នឹងជារឿងដែលអ្នកទាំងអស់គ្នាពិចារណាហើយព្រោះអ្វីគឺសិតតែខ្ញុំជម្រាបឲ្យអស់ហើយមើលទៅជ្រុងណាដែលអត់ស្លាប់បើយើងថាអូចេញពីផ្ទះទៅភ័យខ្លាចចរាចរណ៍ចុះអ្នកដេកហើយស្លាប់នេះអានោះអីដែរណាអត់ទៅបង្ករឿងអីឲ្យគេទេអត់ឲ្យមើលថាទៅភ័យខ្លាចគំរាមកំហែងរបបអំណាចគេទេគ្រាន់តែដេកសោះក៏គេឲ្យងាប់នេះអានឹងអីដែរមើល
គីឡូទៅធ្វើដំណើរទៅវទៅលួចហុយកន្លែងនេះហុយកន្លែងនោះទៅបង្កភាពចលាចលអំណាចអញទៅមានការបោះបោទូទាំងប្រទេសផ្លែតភ្លាមអីចឹងទៅភ័យបារម្ភអូចឹងសម្រាប់ឲ្យចរាចរចោះអាអ្នកដេកផ្ទះហ្នឹងភ័យអីដែរអាអ្នកដេកផ្ទះហ្នឹងត្រូវតែងាប់ព្រោះអាហ្នឹងសិតតែកម្លាំងស្នូលខ្លាំងមើលអ្នកស្លាប់ដេកផ្ទះភាគច្រើនតើសិតតែជាមនុស្សទុនខ្សោយទេបាននិយាយពីប្រុសវិញសិតតែមនុស្សកំពុងតែពេញកម្លាំងមានសិតតែបានមើលតាទាំងប្រុសទាំងស្រីហើយដើម្បីកុំឲ្យយល់ថាសម្លាប់តែប្រុសនិងស្រីដែលពេញកម្លាំងគឺគេសម្លាប់ទាំងក្មេងទាំងចាស់ទាំងតូចទាំងធំទាំងខ្ទើយក៏សម្លាប់អាហ្នឹងគឺគេត្រូវធ្វើអញ្ចឹងដើម្បីកុំឲ្យយល់ថាហ្នឹងជាការសម្លាប់ឲ្យយល់ថាហ្នឹងគឺជាការកើតឡើងដោយគ្រោះថ្នាក់ខ្លួនឯងដោយសារខ្យល់កកាំងបេះដូងឡាអញ្ចឹងនេះជាគោលនយោបាយដែលគេត្រូវធ្វើអូខេម្ដងទៀតរបបអាឆ្កែបំរើយួនចិនវាជឿថាប្រសិនបើប្រជាជនសាមញ្ញកាន់តែមានលុយឬក៏នៅតែមានលុយបានន័យថាអំណាចរបស់ពួកវានឹងត្រូវជួបគ្រោះថ្នាក់សេរីភាពនៃការធ្វើដំណើរបើប្រជាពលរដ្ឋមិនមានការភ័យខ្លាចនៅក្នុងការធ្វើដំណើរវាអាចនឹងបង្កើតកម្លាំងអរិយភាពបានន័យថាកម្លាំងអាក្រក់ដែលបង្កឲ្យមានភាពចលាចលឬក៏រੂរំលោភអំណាចទើបសម្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងប្រៃផ្សៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដែលធូរស្រាលនឹងនាំឲ្យមានការផ្លាស់ប្ដូរពណ៌បដិវត្តពណ៌ផ្ទៃក្នុងបានន័យថានឹងមានការដួលរំលំឬក៏ការធ្វើរដ្ឋប្រហារពីក្នុងនៃរបបអំណាចរបស់ខ្លួនឬក៏ក្នុងគណបករបស់ខ្លួនកាលណាទទួលព័ត៌មានខាងក្នុងខាងក្រៅទទួលបានខ្ញុំទទួលបានពីក្នុងមកហើយខ្ញុំបញ្ចេញជាសាធារណៈអញ្ចឹងប្រជាពលរដ្ឋដឹងគ្នាទាំងអស់បានន័យថាយើងដឹងចិត្តទាំងអ្នកនៅក្នុងទាំងប្រជាពលរដ្ឋដឹងគ្នាហើយថាយើងត្រូវការគោលដៅតែមួយទេអញ្ចឹងហើយវាគឺគេហៅថាធ្វើឲ្យមានចលនាបដិវត្តពណ៌ធ្វើឲ្យយើងសាមគ្គីគ្នាតែមួយវាលេចបែកបាក់គ្នាដូចមុនអានេះក្បត់ជាតិអនុស្នេហាជាតិទៀតហើយគឺយើងរួមគ្នាក្នុងនាមខ្មែរទាំងអស់គ្នាចង់បានចំណុចមួយគឺប្រទេសឯករាជ្យសេរីភាពលទ្ធិប្រជាធិបតេយ្យពិតប្រាកដមិនឆ្វេងមិនឆ្វាយអាហ្នឹងអញ្ចឹងគេត្រូវតែព្យាយាមបិទពណ៌តែបិទក៏បិទទៅមិនអីទេប៉ុន្តែពណ៌និយាយទៅខ្ញុំអាយ៉ានេះដណ្ដើមដែរគ្រប់ផ្នែករបស់ខ្ញុំនេះគឺគេព្យាយាមបដិតែយ៉ាងណានៅអាចបញ្ចេញបានក៏អរគុណក្រុមហ៊ុន Facebook YouTube Channel អីទ្រូ social media អីផងណាយ៉ាងណាក៏នៅបានបញ្ចេញបានខ្លះក៏អរគុណដែរទោះបីជាងាកអញ្ចឹងងាកអញ្ចឹងងាកអញ្ចឹងតែវាអត់បញ្ហាទេដូចខ្ញុំនិយាយអញ្ចឹងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយតែធូរស្រាលបានន័យថាអញ្ចឹងការកម្ចាត់មន្ត្រីជាន់ខ្ពស់ធំនិងពួកមានឥទ្ធិពលអំណាចដែលគេគិតថាមិនទុកចិត្តគេនឹងកាន់តែពន្លឿនវាកាន់តែខ្លាំងអាហ្នឹងហើយបើយើងមើលទៅថាកម្ចាត់ពួកទាំងអស់ហ្នឹងទៅដើម្បីអីកុំឲ្យពួកហ្នឹងបង្កគ្រោះថ្នាក់អំណាចគ្រួសារអញប៉ុន្តែកាន់តែកម្ចាត់គឺកាន់តែឆាប់ដួលរលំយ៉ាអាមួយពីលើនេះណាអាប្រជាជនអត់លុយនេះណាអាហ្នឹងវាទុកស្កាត់បានដោយស្រួលអាហ្នឹងវាមិនបង្កគ្រោះថ្នាក់ដល់អំណាចខ្លួនទេព្រោះប្រជាពលរដ្ឋគាត់អត់ខ្វល់ព្រោះគាត់ទ្រាំវេទនាយួរគាត់វេទនាទៀតគាត់អីដែរងាប់ទៀតគាត់អីដែរបើគាត់គិតថាអីគាត់រួមគ្នាម្ដាយមួយជើងម្នាក់ហើយទូទាំងប្រទេសរួចខ្លួនបាត់តាំងពីយូរតែគាត់គិតថាអត់អីអញ្ចឹងហើយបានជាគេគិតថាអញ្ចឹងមានតែប្រឹងឲ្យប្រជាពលរដ្ឋអត់លុយកាន់តែខ្លាំងហើយគេនឹងឲ្យមានអ្នកជួយលុយមានឧបត្ថម្ភមានអុកញ៉ាអុកញួយអីចឹងទៅហើយចំណែកសេរីភាពនៃការធ្វើដំណើរនេះដឹងហើយវាបងប្អូនថ្ងៃមានសេរីភាពណាប៉ុន្តែកុំភ្លេចថាពេលខ្លះចេញទៅអត់បានចូលមកវិញទេចំណែកអ្វីដែលសំខាន់ជាងគេបើយើងមើលទៅអ្វីដែលសំខាន់ជាងគេនៅក្នុងចលនាចុងក្រោយនេះអីគេគឺការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនេះគឺសំខាន់ជាងគេនៅក្នុងចំណោម4ចំណុចនេះជាជនអត់លុយសេរីភាពនៃការធ្វើដំណើរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងអំពើពុករលួយប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងចំណោមទាំង4នេះគឺចំណុចទី3
គឺការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនេះឯងប៉ុន្តែសម្ដេចគ្រប់គ្រងលែងបានហើយហួសពេលហើយទៅលែងរួចហើយគឺខ្ញុំនិយាយយ៉ាងសម្រាប់ខ្ញុំ10000 ដងទៀតក៏មិនអាចគ្រប់គ្រងវាបានដែរព្រោះបានន័យថាព័ត៌មានវាជ្រាបចូលនៅក្នុងចិត្តរបស់មនុស្សទាំងអស់បាត់ហើយទាំងមន្ត្រីទាំងអ្នកនៅក្នុងគណៈបកប្រជាជនទាំងអស់ហ្នឹងទាំងប្រជាពលរដ្ឋសាមញ្ញធម្មតាអញ្ចឹងវាអត់មានអីទៅពិបាកទេសំខាន់ដូចខ្ញុំនិយាយចឹងព័ត៌មានខ្ញុំអត់ត្រូវទេតែសម្ដេចគាត់តែងតែផ្ដល់នៅអ្វីព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍មកត្រូវទៀតព័ត៌មានខ្ញុំនិយាយមិនដែរត្រូវទេគុំបានតែគ្រួសារសម្ដេចបង្កើតព្រឹត្តិការណ៍មកចេះតែត្រូវមកចឹងទៅធ្វើឲ្យប្រជាពលរដ្ឋគេចេះមួយចំនួនហ្នឹងគាត់គិតចេះតែស្រឡាញ់លក្ខណៈកាន់តែច្រើនទៅតាមពិតលក្ខណៈគ្មានចេះអីបន្តិចទេតែល្ងងសតយ៉ាល្ងងសតគ្មានថ្នាក់ដឹកនាំដឹកឆ្កែអាណានៅពីក្រោយទេអត់ទេអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថារឿងទាំងអស់នេះអ្នកទាំងអស់គ្នាមិនអាចគិតផុតមួយទៀតពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Huawei បងប្អូននឹងទេខ្ញុំរាល់ថ្ងៃនេះគេមើលឃើញទាំងអស់អ្នកទាំងអស់គ្នាអាចមើលឃើញខ្ញុំទេខ្ញុំដេកអាម៉េចខ្ញុំស្លៀកពាក់អីខ្ញុំមួយទឹកស្រាតអីគេមើលឃើញទាំងអស់ហ្នឹងក្រុមសម្ដេចមើលឃើញទាំងអស់ក្រុម IT របស់សម្ដេចគាត់មើលឃើញគ្រប់ផ្នែកទាំងអស់ដោយសារតែប្រព័ន្ធ Huawei នេះឯងក្រុមហ៊ុន Huawei នេះឯងក្រុមហ៊ុន Huawei របស់បកគុំនេះចឹងគេហៅថា CCP មិនមែនតែខ្ញុំទេអ្នកខ្លះដែលប្រើប្រព័ន្ធឲ្យតែប្រើមានភ្ជាប់នៅអេឡិចត្រូនិករបស់ចិនហើយនៅក្នុងប្រទេសដែលនៅតែមានតំណែងតំណងមួយចិនអត់រួចខ្លួននេះសូម្បីតែវាយហៅក៏នៅតែគេលោកមើលបានណាផសសួស្ដីបងជីរំសួស្ដីបងយាយសួស្ដីចាក្រុមហ៊ុន Huawei របស់បកគុំនេះចិនដែលហៅថា CCP នៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកពួកគេអាចមើលអ្នកណាដែលពួកគេចង់មើលបានចុះខ្ញុំនឹងស្អីគេចង់មើលមែនហ្នឹងហើយខ្ញុំមិនទាំងមានស្អីផងតែបាច់ចង់មើលតាមដានខ្ញុំទៅអីបុគ្គលិកស៊ើបការរបស់បកគុំនេះចិនដែលហៅកាត់ CCP ផ្ទាល់ CCP ផ្ទាល់បានបង្ហាញថានឹងបុគ្គលិកផ្ទាល់ដែលគេសហការជាមួយនឹងបានន័យថាក្រុមស៊ើបការសម្ងាត់របស់អន្តរជាតិរបាយការណ៍អាហ្នឹងតាមរបាយការណ៍ស៊ើបអង្កេតណាបានបង្ហាញថាពួកគេអាចមើលឃើញរូបភាពនិងសម្លេងច្បាស់ពីគ្រប់បន្ទប់នៃសេតវិមានរបស់សហរដ្ឋអាមេរិកគ្រប់ពេលនៅលើ monitor ទីនេះសួស្ដីខ្ញុំជាងនេះទៅទៀតតៃវ៉ាន់ជប៉ុនថៃកម្ពុជាអូស្ត្រាលីរុស្ស៊ីណូវេសនិងប្រទេសជាច្រើននៅជុំវិញពិភពលោកផ្សេងទៀតសុទ្ធតែស្ថិតនៅក្រោមការឃ្លាំមើលរបស់ពួកគេទាំងអស់ហើយថ្មីនេះហើយរឿងទាំងអស់នេះខ្ញុំធ្លាប់ជម្រាបអ្នកទាំងអស់គ្នាច្រើនដងមកហើយប៉ុន្តែនេះខ្ញុំលើកម្ដងទៀតដោយសារតែឥឡូវនេះរបាយការណ៍ថ្មីនេះកាសែត New York Times រាយការណ៍ថាបកគមនេះចិនដែលហៅកាត់ថា CCP បានចាប់ផ្ដើមបណ្ដាញឃ្លាំមើលដែលមិនធ្លាប់មានពីមុនមកសំដៅលើជនបរទេសអូខេសូមជម្រាបសួស្ដីអរគុណអញ្ចឹងបានន័យថារបាយការណ៍ព័ត៌មានខ្ញុំកន្លងមកត្រូវទៀតណាពេលដែលខ្ញុំលើកកន្លងមកឥឡូវចេញរបាយការណ៍មកបន្តហើយយ៉ាងណាក៏អរគុណដែរពាក់ព័ន្ធមួយទៀតប្រជាពលរដ្ឋខ្មែរនៅយល់ច្រឡំរឿងមួយថ្ងៃនេះសួស្ដីប្រជាជនខ្មែរយើងរយៈពេលជាង7ចូល100ឆ្នាំនេះគឺនៅតែយល់ច្រឡំថាដេករងចាំឲ្យអ្នកក្រៅប្រទេសជួយយ៉ាហៀជ័យសួស្ដីថ្ងៃនេះសួស្ដីពុទ្ធិសួស្ដីយ៉ាឥឡូវបងប្អូនគិតមើលឥឡូវខ្មែរយើងតើនៅក្នុងឆ្នាំណាដែលងើបចេញពីយួនចិនរួចមកតាំងពីនិយាយទៅត្រឹមចាប់យើងនិយាយតែត្រឹមខ្មោចអាស័យអនុមកបានតាំងពីខ្មោចអាស័យអនុមករហូតដល់ឥឡូវនេះប្រហែល700ឆ្នាំហើយតើឆ្នាំណាដែលកម្ពុជាដែលប្រជាជនខ្មែរណារួចផុតពីការត្រួតត្រារបស់អាចោរឈ្លានពានយួនចិន
Paper សួស្ដីហើយសួរតាហេតុអីព្រោះតែប្រជាពលរដ្ឋខ្មែរយើងគាត់នៅតែច្រឡំថារងចាំការសង្គ្រោះពីខាងក្រៅរងចាំអូអាមេរិកគេនឹងជួយកម្ពុជាអូអ្នកស្នេហាជាតិក្រៅប្រទេសគេនឹងជួយខ្មែរគេនឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេសដើម្បីជួយខ្មែរអូមានអ្នកមានបំនៅក្រៅប្រទេសគេនឹងចូលមកជួយខ្មែរសង្គ្រោះខ្មែរតាមពុតទំនាយតាមប្រែតទំនាយមែនទេបងថាគេសួស្ដីបោះបង់ភាពច្រឡំហើយឈ្នះសេរីភាពដោយខ្លួនឯងអានឹងបញ្ជាក់ថាបើចង់បានសេរីភាពបោះបង់អាភាពយល់ច្រឡំដេកទិញចាំឲ្យគេជួយហ្នឹងទៅព្រោះសេរីភាពតើតែយើងរកបានខ្លួនឯងខ្ញុំតស៊ូដើម្បីសេរីភាពរយៈពេលចូលប្រហែលតាំងពីចុងឆ្នាំ2011មកឥឡូវ2026នេះវាប្រហែលឆ្នាំហើយវាចូល15ឆ្នាំនៅអត់ទាន់បានសេរីភាពផងទេដូចអាមេរិកដែលហៅថាសេរីភាពឃើញទេសម្រាប់ខ្ញុំមកនៅប្រទេសគេវាមានសេរីភាពហើយប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺសេរីភាពនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបើសិននៅប្រទេសកម្ពុជាមានសេរីភាពសាក់ខ្ញុំចូលទៅមើលតើខ្ញុំរស់ទេកុំថាឡើយទៅដល់កម្ពុជាចូលទៅត្រឹមថៃបើមិនងាប់ទេកុំថាកុំសម័យបោះបង់ភាពច្រឡំហើយត្រូវឈ្នះសេរីភាពដោយខ្លួនឯងបានន័យថាបំលែងរាល់ថ្ងៃនោះយើងគ្រប់គ្នាសុទ្ធតែមានការឈឺចាប់គ្រប់គ្នាឈឺចាប់ដែលគេសម្លាប់កូនចៅជាទីស្រឡាញ់របស់យើងតាមជំងឺតាមការស្លាប់តាមចាំងបេះដូងដាច់សរសៃឈាមខួរក្បាលដែលគេបង្ខំឲ្យស្លាប់គ្រប់រូបភាពទាំងអស់ហ្នឹងអាហ្នឹងគេហៅថាការឈឺចាប់ប៉ុន្តែបើយើងបំលែងការឈឺចាប់ទាំងអស់នេះទៅជាកម្លាំងខ្ញុំធ្វើបានកន្លងមកគឺខ្ញុំធ្វើវាបានមុននឹងខ្ញុំដើរដល់ដំណាក់កាលនេះក៏ខ្ញុំបានជួបការឈឺចាប់រងភាពអយុត្តិធម៌គឺច្រើនមែនទេតែខ្ញុំអត់បោះបង់វាទេខ្ញុំបែរជាបំលែងវាទៅជាកម្លាំងដែលខ្ញុំត្រូវតែតស៊ូដោយមិនខ្លាចសេចក្តីស្លាប់ទេព្រោះខ្ញុំជឿនៅលើការពិតទោះបីជារបបដែរវាជារបបចោលក៏ដោយប៉ុន្តែការពិតវាត្រូវតែមិនស្លាប់អាហ្នឹងចេះបំលែងវិបត្តិទៅជាធម្មពលបំផ្លាញរបបផ្ដាច់ការឆ្កែយួនចិនហើយបោះបង់ភាពឯកជននិងភាពច្រឡំថារងចាំការសង្គ្រោះពីខាងក្រៅរងចាំអន្តរជាតិអង្គការសហប្រជាជាតិហើយខ្មែរយើងពីដើមមកអង្គការសហប្រជាជាតិអង្គការសិទ្ធិមនុស្សដេញតឹងដល់អូគេនឹងជួយយើងណាតឡាការ ICC តឡាការ ICJ ច្បាស់ជាកាត់ទោសអាមេឧក្រិដ្ឋកម្មក្បត់ជាតិសម្រាប់មនុស្សជាតិយ៉ាងប្រេងផ្សៃនៅកម្ពុជាហើយមិនដែរចុងក្រោយគេបង្ហាញមុខមកទៅហើសិតគ្នាវាហើយដេកចាំអីទៀតឥឡូវដេកចាំអាមេរិកជួយគេជួយតែយើងអត់ជួយខ្លួនឯងផងគេជួយតាមដំណាក់កាលរបស់គេរឿងនេះឯងនៅតែដេកឲ្យគេសម្លាប់អាហ្នឹងជារឿងរបស់អ្នកឯងគេដឹងទេគេជួយហីទោះបីអ្នកឯងស្លាប់អស់ក៏គេជួយតាមលក្ខណៈផែនការរបស់គេបន្តបន្ទាប់គេមិនមែនធ្វើអីតាមតែអំពើចិត្តទេតាមតែអារម្មណ៍ទេយើងទាំងអស់គ្នាប្រើអារម្មណ៍អត់ប្រើខួរក្បាលទេអាហ្នឹងអូចាំអ្នកស្នេហាជាតិអ្នកប្រឆាំងក្រៅប្រទេសណាអ្នកប្រឆាំងក្រៅប្រទេសបានតែប្តឹងអង្គការសហប្រជាជាតិបានទៅប្តឹងអង្គការសិទ្ធិមនុស្សអន្តរជាតិមើលបានអីខ្លះហើយជួយប្រាប់ទីមកជាតិដែរបានអីខ្លះហើយឡងនៅកម្ពុជាថយការស្លាប់នៅការស្លាប់នៅកម្ពុជាថយនៅយួនចិនមានថយអត់ចូលមកទៀតទេឥឡូវតែប៉ុណ្ណោះទេខំប្រឹងមកអួតជនភៀសឹកយកប្រពន្ធយួនណាលយ
chẳng mong bọn quả nó cứ tha chân phía sắc vô một con yuan chẳng mong bọn tha yuan để tâm trôi thay ní bên nơi tả na chẳng là thay là các để châm lương lan tha bà sân chỉ bị lên sẵn cái lương đó tiết nè đây sầm lắp con toạc mai con của con nó cứ là yuan liệp bẹ chia tỷ hiên mai như ảnh mình men thay gì nè sầm lắp đi pro kia điệp trong phụ án nâng tam prom đai đuôi cho lo từ hơi du hỏi còn tay đầu xa tay xa rót Americ ban bản chuyện đứa con cái hai tại ban cùng riêng hả lúc Marco Rubio quạt ban một cả hai cái lò mà để trong phong nó khơi đấy lúcประเทศทำไปได้โดนัลด์ทรัมป์แต่บ้านมองสมรอบสมรวจบัญชอบจอกcách โปร่งเปรี้ยงบัญชอบสงครามระหว่างกัมพูชาไทยในទីក្រុងកូឡាឡាំពួរประเทศมาเลเซียហើយបញ្ជាក់ថែមទៀតថាសូមឲ្យភាគីទាំងពីរត្រូវតែគោរពកិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធភាពអញ្ចឹងហើយបានអត់ទាន់អត់ហ៊ានក្អកហ៊ានវាយហ្នឹងណាកុំឲ្យនឹងតោងទៀតហើយតែបើតោងទៅក៏វាលឿនដែរវាឆាប់ចត់ដែរហ្នឹងហើយករណីដូចខ្ញុំនិយាយកន្លងមកអញ្ចឹងអាហ្នឹងស្អីគេបើយើងមើលទៅជនភៀសសឹកយកប្រពន្ធយួនអត់ចេះខ្មែរមួយម៉ាត់បើយើងមកទៅយើងខឹងណាកុំខឹងណាអរគុណអ្នកបញ្ចេញព័ត៌មានហ្នឹងទៅអរគុណពួកគាត់ទៅដែលបញ្ចេញព័ត៌មានឲ្យយើងដឹងចានេះបានន័យថាមានអ្នកគាត់ចង់បង្ហើបឲ្យយើងដឹងថាតើរឿងពិតវាមានអីខ្លះពិតប្រកបអត់ដែលអ្នកទាំងអស់គ្នាអត់បានដឹងអ្នកខ្លះគាត់ខឹងឬសូតែយកប្តីយួនពុនយួនថ្មីនេះខឹងមិនខឹងមិនបើខ្ញុំនឹងឯងគឺជាអ្នកស្អប់យួនជាងគេបំផុតប៉ុន្តែនៅក្នុងរូបភាពព័ត៌មានមួយនេះណាខ្ញុំប្រាប់អ្នកទាំងអស់គ្នាកុំខឹងអរគុណគាត់ទៅអញ្ចឹងនៅមានច្រើនណាស់អានេះមួយទេគេបង្ហើបមួយបានន័យថាវាមាន1លាន2លានឯណោះមួយគុណនឹង100 1000 លានទឹកចុងក្រោយនេះណាអញ្ចឹងមានច្រើនណាស់នឹងគេបង្ហើបឲ្យខ្មែរដឹងថាអ្នកត្រូវទៀមខ្លួនបានអ្នកនៅតែសងំបែបហ្នឹងទៀតបើមិនរួមគ្នាទាំងក្នុងទាំងក្រៅទេបានន័យថាបើអ្នកនៅក្នុងគណៈបព្វជិជននិងអ្នកដែលនៅជាប្រជាពលរដ្ឋមិនរួមគ្នាទេខ្មែរនឹងងាប់ទាំងអស់ហើយខ្មែរដែលយកប្តីយួនប្រពន្ធយួននេះគឺដើម្បីអីដើម្បីរស់ឃើញទេអញ្ចឹងដើម្បីរស់ត្រូវតែយកប្តីយួនប្រពន្ធចិនប្តីចិនហើយព្រោះអំណាចរបស់យួនចិននៅក្នុងប្រទេសកម្ពុជាសិទ្ធិជាខ្មែរម្ចាស់ប្រទេសវាអត់មានទេពេលអញ្ចឹងអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចអាហ្នឹងគិតឡើងវិញបើដូចខ្ញុំពីមុនឈើឆាវដូចពីមុនមិនទាន់ចាស់ទុំណាខឹងណាជិះចាប់តែអរគុណអ្នកដែលបញ្ចេញព័ត៌មានចាស់អរគុណព្រោះបានន័យថាមានអ្នកនៅក្នុងហ្នឹងគឺគេត្រូវការឲ្យយើងដឹងទាំងអស់គ្នាអញ្ចឹងហើយបានន័យថាគ្រប់គ្នាសិតតែឈឺចាប់ឃើញទេសង្ឃឹមតែខ្ញុំនិយាយបែបនេះហើយអ្នកផ្សព្វផ្សាយព័ត៌មាននោះគាត់នឹងមានសុវត្ថិភាពទៅចុះមិនមែនខ្ញុំនិយាយដើម្បីឲ្យគាត់មានគ្រោះថ្នាក់ទេបញ្ជាក់ណាសង្ឃឹមតែគាត់នឹងមានសុវត្ថិភាពបើពីមុនវិញយើងច្រឡោតខាតយើងខឹងហើយអ្វីដែលគេចង់បានបំផុតគឺយើងបែកបាក់គ្នានេះឯងប៉ុន្តែដល់ពេលយើងចេះស្រឡាញ់គ្នាគឺឈឺចាប់គឺខំប្រឹងបង្កើតរូបមន្តគ្រប់ប្រភេទដើម្បីឲ្យយើងស្អប់គ្នាឃើញទេតែឥឡូវយើងលែងចេះស្អប់គ្នាហើយបញ្ជាក់មួយទៀតសម័យនេះហើយបងប្អូនត្រូវចាំណាស្អីគេអានៅតែអូអ្នកស្រុកភូមិខ្ញុំនិយាយដើមគ្នាមីនេះល្អមនុស្សមិនល្អកូននេះមិនល្អអាហ្នឹងជារឿងហួសសម័យហើយបើអ្នកណាលេងរឿងហ្នឹងឬក៏និយាយរឿងហ្នឹងណាបងប្អូនគាត់ប្រាប់ថាអាហ្នឹងវាហួសសម័យហើយណាសម័យនេះអារឿងអស់ហ្នឹងវាដូចជាដុំអាចដែលគេជួចចោលបានហើយសម័យនេះគេនិយាយដល់ថាប្រចាំគេធ្វើដល់រឿងថាប្រចាំហើយកុំយកអារឿងហ្នឹងមកនិយាយប្រាប់ខ្ញុំពេលនិយាយទៅឆ្លោះគ្នាបែកបាក់គ្នាកាន់តែខ្លាំងគេទេវាបង្កើតភាពបែកបាក់លេងរឿងឲ្យមើលឃើញអូអ្នកព្រមខ្ញុំអ្នកស្រុកខ្ញុំអាហ្នឹងគឺយុទ្ធសាស្ត្រដើម្បីបង្កើតភាពបែកបាក់មិនមែនគ្រាន់តែជាកំ pl ែងទេ
យកlại cho ba năng cứ sắp tay chỉ cho ta sao nhiều vô bay chẳng đại cứ điệp trong ơi mơ khôi chẳng pui khai dương mẹ pui thọc tiệm chẳng đi vì đặt noa mà khai cro khai tụng nê cro hai tụng nê hai chả này anh kia thưa ấy hai trong miền rồi vì thua anh nước tao chưa biết cái hai đây khai thì chưa một chơi nói trong khai thì chưa sẽ thay trong thưa ấy trong tới đừng ca ôi miền crom chặt cho crom soi xa như vậy đây người không nghe sự đấy ca sự đấy trong rạp về đại phụ là ra sòng đây mua chủng luôn online để biết lực là ô nè phun chật nhom nè tia chật nhom mình cả bài phun nhom phun đi sẽ là phụ hô sầm máy ai sắp đây là bay bằng bạn tay và nó anh chẳng bị penny to tư bom ôn miền bài nè phun cả bài luôn là bom tia on miền đây hộp còn ai miền mà hộp sloppy chan khỏi cái kia mà chan thôi anh miền đây xí bài đó này anh miền phong tiệp bây giờ vô muối á vô tới cái đây sẽ lạnh nhá chập ra phốt trên mau căn này tràn làng chân cái bồng bay lên ba này hai căn là cái bồng bay dương lên ba này bia mà nâng đo pe đại phụ bia đại chỉ cháu chỉ lên viên bia từ tại phây khang cái chẳng bị pe đi to tay nha tổng qua kia nó không phải cái cam chi tổng không để plot luôn kia không niệm không ai vô chỉ long mấy kia mà hai kia coi như vậy kia tao hai đấy mình đi luôn kia tới vậy anh luôn tới ban này mau mình luôn tới ban lôi giờ hả về lại luôn mỗi anh tới hãy miên xoa trò mặt trà đấy mới po mặt rồi còn mơ ông po mình pe po mình luôn mới khiông chẳng mình po sải cho nên pe chụp kia thơ một cọng mơ hay không chẳng đấy xuống luôn rồi nó cho bọn hai đấy đi luôn nè nè chẳng dừng coi mà vì đa mà chứ luôn này để xa như vậy chứ họ hai con mà mình đi phép thà vậy đam anh mình nuôi vậy phép thà hại khôi nó hại vậy đam con anh mơ mình na này gì mình phép nhau mọi mà chẳng ngày khỏi bao này na phép mình nó xuống nhóm sần hãy mình ban vừa ban vừa chẳng hai đứa nâng mà mơ anh vậy phép hãy bị lại nè thà anh vậy đam quạt côn quạt nào hai kia mà như vậy đọc sai kia chẳng mà sân chia ban như vậy được con không là trong sông tôi nè mình rồi còn mình nhặt vừa không mình sông tôi không mồi vì ở miền đây na bạc căn cha sông tôi không mình sông tôi cha thâu tệ sao là thua này ca cua sòng rồi bóc mình luôn cứ chưa đầm lại hai cha bị pe đi to từ miền đây của đời chay mình lấy cái nhìn cái nhẹ ta sẽ tạt ro tệ công soi chủng ọ cái này vì ở miền man ấy mau tệมันបាច់អួតទេវាអត់មានអីអួតទេមុនក្រោយអ្នកដែលមានអួតគេនឹងធ្លាក់ខ្លួនទៅវេទនាជាងអាគេក្រលំបាក់ហើយនឹងទៅទៀតទេវាអត់មានអីចំណេញទេឯងមានបាយស៊ីអត់នេះយើងអង្គអញ5កំប៉ុងបាយខ្ចីអញឲ្យអញ្ចឹងឥឡូវហែកខ្ចីសិនចាំពេលបើកលុយបានទាំងសងមីងវិញសងមកវិញថ្ងៃណាមានតែសងតែមិនអីទេមនុស្សស្រឡាញ់យើងងាប់ស្រឡាញ់គ្នាអត់មានបែកបាក់ទៅណាទេអញ្ចឹងពីពេលនេះតទៅការដែលបង្កការឆ្លោះបែកបាក់មិនថាក្រុមគ្រួសារមិនថាមិត្តភ័ក្តិមិនថាអ្នកស្រុកអ្នកភូមិបងប្អូនជាយាមរៀនសាស្ត្រាវាឲ្យបានបើអ្នកទាំងអស់គ្នាធ្វើបានអ្នកទាំងអស់គ្នាចាប់ដើមខ្លាំងហើយបានន័យថាអ្នកទាំងអស់គ្នាកំពុងតែឆ្ពោះទៅរកឯករាជ្យប្រទេសជាតិយ៉ាងពិតប្រាកដអ្នកទាំងអស់គ្នាកំពុងតែមានភាពក្លាហានដើម្បីស្រោចស្រង់អាយុជីវិតជាតិនិងអាយុជីវិតគ្រួសារជាទីស្រឡាញ់របស់យើងទាំងអស់គ្នាបើរឿងតូចក៏ប៉ាត់លិបប៉ុណ្ណឹងធ្វើមិនកើតហើយមកអួតអ្នកអត់មានសមត្ថភាពទេសម័យនេះអ្នកមកនិយាយរឿងណាអូអ្នកស្រុកភូមិខ្ញុំអាក្រក់អញ្ចេះនិយាយដើមហើយហួនចេះប្រាប់វាទៅហួសសម័យអូនគេដើរដល់ឋានប្រអិនហើយឋានប្រចានហើយអានឹងនៅក្នុងជ្រាំទេអូនឯងក៏ខំប្រឹងកាយជ្រាំយកមកលុបមុខអូនឯងខ្លាំងម្ល៉េះអូនឯងខំប្រឹងកាយជ្រាំហ្នឹងយកមកលុបប្រព័ន្ធរបស់អូនឯងខ្លាំងម្ល៉េះអូនឯងខ្លាចយួនចិនអត់សុបាយចិត្តមែនទេបញ្ជូឲ្យខ្មែរនឹងខ្មែរនឹងស្អប់គ្នាអាព្រំដែនមកចាអាមព្រំដីមកចាអាម
mặt tắc nâng của cặp kia lôi chấm lắp kia cùng cuốn kia ai vốn lại chân do bật tên môi tầng môn ọt hiên pa ai vốn lại chân mặc ấp hôm đây mà mai đứa con mà chạy am đó đây cùng cuốn lôi cặp kia lôi chấm lắp kia thì anh biết là pe cặp ngọt hôi này cặp ở phía kia mà khang tin ngọt hôi cho anh nè cặp kia nó thì anh đấy nành cục mà chỉ vật mày đai anh ông xua tha mày son thưa rương năng tao răng tay thế hai nông niêm chia một nụแต่មានគ្រួសារជាទីស្រឡាញ់មានផ្ទះមានសបាយចុះគ្រាន់តែរកដំណោះស្រាយតូចមួយរកផ្លូវកណ្ដាលមួយការអនុគ្រោះគ្នាហេតុអីក៏ធ្វើមិនកើតអាហ្នឹងបញ្ជាក់ឲ្យច្បាស់នៅក្នុងហ្នឹងដូច្នេះអ្នកទាំងអស់គ្នាត្រឡប់មកវិញបើអ្នកទាំងអស់គ្នានៅតែដេកច្រឡំមិនបោះបង់ភាពច្រឡំថាអូដេកចាំឲ្យអ្នកនេះជួយអ្នកនោះជួយអ្នកក្រៅប្រទេសជួយអ្នកមកពីក្រៅជួយអាមេរិកជួយអន្តរជាតិជួយអាស្នេហាជាតិក្រៅប្រទេសគេនឹងជួយសង្គ្រោះបើអ្នកទាំងអស់គ្នានៅតែច្រឡំបែបនេះប្រព័ន្ធឆ្នាំទៀតក៏មិនអាចមានឯករាជ្យដែរក៏កុំសង្ឃឹមថាសល់ទឹកដីសល់ប្រទេសជាតិឲ្យសោះប្រព័ន្ធឆ្នាំទៀតក៏มันមានថ្ងៃមានសេរីភាពអត់ដែររយៈពេលជាង70ឆ្នាំឬក៏ជិត100ឆ្នាំតើការរំពឹងទុករងចាំការជួយសង្គ្រោះមកដល់ពេលនេះយើងរួចផុតពីការត្រួតត្រាយួនចិនហើយឬនៅអូចៃតែសារគាត់យកប្តីយួនចឹងទៅគាត់យកប្រពន្ធចិននេះចឹងទៅគាត់យកប្តីចិនចឹងទៅគាត់យកប្រពន្ធយួនប្តីយួននេះចឹងទៅគាត់រួចហើយគាត់រួចហើយប្រវត្តិសាស្ត្របានបង្ហាញថាសេរីភាពអាចឈ្នះបានតែដោយខ្លួនឯងប៉ុណ្ណោះគ្មានអ្នកណាយកសេរីភាពមកដាក់ជើងពៀនលើកឲ្យអ្នកឯងដែលមិនធ្វើអីសោះនោះទេដែលអ្នកគ្រាន់តែដេករំពឹងចង់បានរយៈពេល100ឆ្នាំអត់ធ្វើអីនោះទេនឹងដោយសារតែការយល់ច្រឡំហើយខ្ញុំលើកព័ត៌មានដែលថាអន្តរជាតិគេត្រូវតែកម្ចាត់របបផ្ដាច់ការនៅកម្ពុជាវារឿងពិតប៉ុន្តែមិនមែនឲ្យអ្នកទាំងអស់គ្នាដេករំពឹងសង្ឃឹមទេបាទអ្នកទាំងអស់គ្នាធ្វើអីសោះគេបានគេជួយអត់ធ្វើអីអាលីងហត់តអដេកភ្លេចខ្លួនសบายភ្លេចខ្លួនផឹកស៊ីអួតណាអានេះផឹកនៅតែផឹកអានេះអួតនៅតែអួតអានេះអាងនៅតែអាងចឹងទៅដល់ពេលអានេះសមុទ្រអត់មានសមុទ្រអីកំពុងជួបបក់បោកចង់ងាប់អីសមុទ្រអីមានការលុបបំបត្តិរបស់សកលលោកទៅលើបកកុម្មុយនីសនិន្នាការសកលនៃការលុបបំបត្តិបកកុម្មុយនីសចិននិងកុម្មុយនីសទូទាំងពិភពលោកនឹងដូចជាខ្យល់រដូវស្លឹកឈើជ្រុះខ្យល់រដូវស្លឹកឈើជ្រុះវាមិនទេណាបើន័យថាស្លឹកឈើនោះវាទុំហើយដល់ពេលហើយវាត្រូវខ្យល់បក់មកវាជ្រុះល្មមតែមកសួស្ដីមែនទេអាហ្នឹងបានន័យថាអូឥឡូវវាទុំហើយអត់ដល់ពេលវាទៀតខ្យល់បក់មកហើយបកកុម្មុយនីសចិនដែលហៅកាត់ថា CCP និងពួកបំរើអាក្រក់របស់វាពួកបំរើអាក្រក់មានណាខ្លះហ៎ណាខ្លះបំរើចិនកុម្មុយនីសចិនណាស្រុកខ្មែរមានអត់មានទេណាអត់តែលីងនិងពួកបំរើអាក្រក់របស់វានឹងរលាយបាត់ភ្លាមសាធុអាមែនរឿងនេះវាទៅទៅដល់ឥឡូវនេះរបាយការណ៍ជាបន្តដែលខ្ញុំលើកឡើងថាពួកអ្នកពាក់ព័ន្ធជាមួយនឹងការបង្កើតវ៉ាក់សាំងមេរោគដែលពាក់ព័ន្ធជាមួយបកកុម្មុយនីសចិនឥឡូវនេះយ៉ាជនក្បត់ជាតិសហរដ្ឋអាមេរិកត្រូវបានបញ្ចេញជាបន្តពេលនេះចាប់ពីពេលនេះតទៅជនដែលបានក្បត់សហរដ្ឋអាមេរិកចូលរួមជាមួយនឹងបកកុម្មុយនីសចិនដែលហៅកាត់ថា CCP ត្រូវបានលាតត្រដាងជាបន្តមន្ត្រីយោធាសហរដ្ឋអាមេរិកចូលនិវត្តន៍ជាន់ខ្ពស់ចំនួន18នាក់
រួមទាំងប្រធានក្រុមប្រឹក្សាកងទ័ពអតីតមេបញ្ជាការកងទ័ពជើងទឹកមេបញ្ជាការទ័ពអាកាសកងទ័ពអាកាសមេបញ្ជាការតំបន់ប៉ាស៊ីហ្វិកអញ្ចឹងបានជានៅអាស៊ីលេលើអញ្ចឹងវាអត់ធ្វើអីកើតណាអតីតមេបញ្ជាការមជ្ឈមបូព៌ាអតីតកងទ័ពបំរើនៅកូរ៉េនឹងនៅច្រើនទៀតអសាទើមកហើយជួយអញ្ចឹងវានៅពេលមិនយូរទេយូរចុងឆ្នាំដើមឆ្នាំហ្នឹងប្រហែលវាត្រូវតែអាលំក្រាំងអាលួយខ្ទេចអាលួយឬអាលួយគុលអស់ហើយតែអាលំទៅវាអាលួយឬអាលួយគុលអស់ហើយឥឡូវនេះស្ថានភាពនយោបាយបកគុំនេះចឹងនៅក្នុងបកគុំនេះចឹងដូចខ្ញុំនិយាយចឹងគឺមាន3ក្រុមប៉ុន្តែក្រុម2គឺគេចូលគ្នាក្រុមជាងស៊ីមីនហើយនិងក្រុមជាងស៊ីមីនហើយនិងក្រុមសៀងហៃហ្គេងគឺគេចូលគ្នាតែមួយបានន័យថាក្រុមនេះគេរួមគ្នាដើម្បីកម្ចាត់ស៊ីក្រុមចៅសៀងហៃគ្រប់គ្រង 90% នៃទីក្រុងហុងកុងកាលណាគ្រប់គ្រងហុងកុងគឺបានន័យថាគ្រប់គ្រងទីផ្សារពាណិជ្ជកម្មដ៏ធំលក្ខណៈទីផ្សារអន្តរជាតិហើយពាណិជ្ជកម្មអន្តរជាតិហើយហុងកុងគឺកន្លែងតំបន់ទីផ្សារអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តំបន់អាស៊ីមន្ត្រីទាំងអស់មេដឹកនាំអាជីវកម្មធំពាណិជ្ជករអ្នកមាននិងមន្ត្រីជាន់ខ្ពស់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅហុងកុងសុទ្ធតែមានទំនាក់ទំនងជាមួយនឹងគ្រួសារជាងសឺមីននេះជាមូលហេតុដែលលោកស៊ីជីនពីងចង់បំផ្លាញហុងកុងស្រដៀងគ្នានេះដែរជាង 90% នៃជនក្បត់តៃវ៉ាន់ក៏មានទំនាក់ទំនងជាមួយនឹងក្រុមជាងនិងក្រុមសៀងហៃហ្គេងនេះផងដែរជនក្បត់ទាំងអស់របស់ក្រុមសៀងហៃកំពុងរងចាំស៊ីជីនពីងដួលរលំហើយអ្វីដែលសំខាន់ទៀតនោះស៊ីនឹងវាយតៃវ៉ាន់ហើយការវាយតៃវ៉ាន់របស់ស៊ីនេះគឺបានន័យថាស្មើនឹងជាការដណ្ដើមយកតៃវ៉ាន់ហុងកុងរបស់ស៊ីកាន់តែធ្វើឲ្យក្រុមសៀងហៃហ្គេងងាយស្រួលក្តោបអំណាចចុងក្រោយប៉ុន្តែរបាយការណ៍នេះខ្ញុំបានអញ្ចឹងស្រួលតែស៊ីគាត់អនុញ្ញាតឲ្យពួកក្រុមសៀងហៃហ្គេងនេះធ្វើបានដែរក៏អត់ចុះបើសិនជាស៊ីគាត់គិតថាបំណងរបស់ពួកក្រុមជាងស៊ឺមីននិងក្រុមសៀងហៃហ្គេងត្រូវតែធ្វើបានហេតុអីបានគាត់ពន្លឿននៅក្នុងយុទ្ធសាស្ត្របោសសម្អាតអំពើពុករលួយដែលជាក្រុមរបស់មេចិនជូក្រុមវាងជីសានក្រុមយ៉ាងស៊ឺមីនយ៉ាងសន្ធឹកសន្ធាប់ថ្មីនេះកំពុងតែមានការចាប់មនុស្សឡើងជាង 1000 នាក់ពាក់ព័ន្ធអំពើពុករលួយថ្មីនេះឯងជាង 1000 នាក់អាហ្នឹងអត់សរុបពីមុនមកទេអញ្ចឹងសួរថាតើតែខ្ញុំលើកឡើងថាបកកុម្មុយនីសចិនត្រូវបានដួលរលំដោយកុម្មុយនីសកម្ចាត់កុម្មុយនីសមានចាំទេអាមេរិកគ្រាន់តែជាអ្នកហុំព័ទ្ធទេតែអ្នកដែលកម្ចាត់របបកុម្មុយនីសចិនពិតប្រាកដគឺប្រជាជនចិនឬក៏ជាកុម្មុយនីសកម្ចាត់កុម្មុយនីសខ្លួនឯងតែប៉ុណ្ណោះឯងអាមេរិកមិនបាច់លូកដៃទៅសម្លាប់ពួកអស់នេះទេតែពួកអស់នេះវានឹងសម្លាប់គ្នាយ៉ាងប្រៃសៃដូច្នេះខ្ញុំក៏ធ្លាប់លើកឡើងដែរថាមេនជីនជូចាងសៀវ៉ាងជីសានជាងហ្សឺមីនក្រុមសៀងហៃហ្គេមផ្សេងចេកម៉ាឡានឹងត្រូវបានសម្លាប់មានចាំទេនឹងត្រូវតែបានសម្លាប់ដោយស៊ីជីនពីងអញ្ចឹងក្រុមសៀងហៃហ្គេងគេត្រៀមកម្ចាត់ស៊ីប៉ុន្តែឥឡូវនេះស៊ីកម្ចាត់ក្រុមសៀងហៃហ្គេងមុនប៉ុន្តែក្រុមសៀងហៃហ្គេងអត់ទាន់ក្អកទេអត់ទាន់ឲ្យយល់ថាប្រឆាំងនឹងស៊ីទេថែមទាំងសម្បីតែវាងជីសានក៏ចូលរួមគាត់ឈ្មោះមន្ត្រីរបស់ខ្លួនដែលជាប្រព័ន្ធរបស់ខ្លួនណាធ្វើតាមស៊ីដើម្បីកាត់ទោសអំពើពុករលួយ
ជួកសម្រាប់អត្តឃាតគ្រប់ប្រភេទផងដែរដើម្បីអីដូចខ្ញុំនិយាយចឹងថាវាកំពុងរក្សាពេលវេលាឲ្យយល់ថាអូវានៅតែស្មោះត្រង់ជាមួយស៊ីអាហ្នឹងដោយគ្រួសារសម្ដេចដូចគ្នានៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាបើយើងមើលថាឥឡូវនេះសម្ដេចគាត់ដឹកនាំបានល្អគាត់បង្ក្រាបបានល្អគាត់ចាត់ការមនុស្សបានល្អគាត់បោះសម្អាតបានល្អគាត់ឃើញតែល្អតែខាងក្រៅទេប៉ុន្តែអាអ្នកដែលគេកំពុងតែត្រៀមនឹងផ្ទុះដែលវានៅក្នុងនេះកំពុងតែគិតផ្ទុះនេះគាត់អត់អាចទៅវែកឃើញទេប៉ុន្តែអាណិតដែរណាព្រោះគាត់រាល់ថ្ងៃគាត់ត្រូវដេកនៅក្នុងការភ័យខ្លាចខ្លាំងណាព្រោះគាត់ដឹងថា 100% គេបន្ទុកអំណាចគ្រួសារគាត់ទេគាត់ដឹងច្បាស់ណាស់ 100% គឺមន្ត្រីទាំងអស់ហ្នឹងគឺបន្ទុកឲ្យគាត់នៅមានឱកាសតទៅទៀតទេអញ្ចឹងហើយគាត់ដេកមួយថ្ងៃហ្នឹងដូចខ្ញុំប្រាប់កុំបានឆ្នាំជួយទៅបើអត់មានឆ្នាំមិនដឹងយ៉ាងណាយ៉ាងណីអាណិតដែរប្រឹងណាជួយវិញញ៉ាំកាកាអត់ស្គាល់ចាអូខេអាហ្នឹងស្ថានភាពនៅចិនប៉ុន្តែខ្ញុំជម្រាបឲ្យជម្រាបទៀតថាគោលនយោបាយចិននៅកម្ពុជាគឺតែមួយចាំឲ្យច្បាស់ណាបងសម្លាញ់ខ្ញុំមួយចំនួនក៏សួរថាចុះហែងហេតុអីបានឃើញតែផុសព័ត៌មានទឹកជំនន់ជួបបាក់ដីនៅប្រទេសចិនមានបញ្ហានៅប្រទេសចិនលែងផុសអីនៅស្រុកខ្មែរហើយស្រុកខ្មែរមានអ្នកផុសហើយខ្ញុំផុសនៅរឿងករណីដែលនៅប្រទេសចិននេះដោយសារអីខ្ញុំចង់ប្រាប់ថាកាលណានៅប្រទេសចិនមានរឿងនឹងកើតឡើងហើយអញ្ចឹងអ្នកទាំងអស់គ្នានៅស្រុកខ្មែរទីទៀតមកហើយទេឥឡូវវាមកអត់អញ្ចឹងបើចង់ដឹងព័ត៌ថាស្រុកខ្មែរនឹងកើតអីបងប្អូនដែលមានព័ត៌មាន X មាន Gate មានទូរស័ព្ទសលព្យាយាមមើលព័ត៌មានចិនមួយចំនួនព័ត៌មានអន្តរជាតិមួយចំនួនណាហើយបងប្អូនគាត់សង្កេតអូតាចិនមកហ្នឹងទីទៀតខ្មែរអញ្ចឹងដែរហើយមើលទៅបើថាខុសខ្ញុំលើកកន្លងមកខុសប្រហែល%ដែរអញ្ចឹងខ្ញុំលើកឧទាហរណ៍ទាំងអស់នឹងឲ្យអ្នកទាំងអស់គ្នាឃើញអ្នកទាំងអស់គ្នានៅស្រុកខ្មែរមិនទាន់ជួបទេមែនទេទីទៀតជួបហើយអញ្ចឹងប្រយ័ត្នប្រយែងដូច្នេះគ្មានច្រកណាដែលយើងមានសុវត្ថិភាពទេមួយទៀតសហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ឈ្មោះអ្នកកាសែតប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានដែលបានបំរើផលប្រយោជន៍ឬក៏បានលុយពីចិននៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតហើយនឹងការដែលចូលរួមឧក្រិដ្ឋកម្មមេរោគកូវីដកន្លងមកជាបន្តបន្ទាប់ហើយនិយាយអត់ត្រូវសោះមកដែរណាគឺខ្ញុំផុសដែរទេហើយឈ្មោះមាននៅក្នុងនោះអស់ហើយប៉ុន្តែអានេះខ្ញុំលើកមួយទៀតពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុននេះសហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ឈ្មោះអ្នកកាសែតនិងអិសរាជជនប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈដែលទទួលប្រាក់ពីបកគមនិស្តដែលហៅថា CCP មនុស្សជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជានៅជប៉ុនដែលចែករំលែកអារម្មណ៍ថាប្រព័ន្ធផ្សព្វផ្សាយធំរួមទាំង NKA បានន័យថាមនុស្សជាច្រើននៅជប៉ុនឥឡូវនេះតែគេប្រជាជនជប៉ុនណាគឺគេហ៊ាននិយាយចំថ្មីហើយហ៊ាននិយាយទេណាគាត់តែខ្ញុំលើកឡើងពី VO អាចអាស៊ីឆ្វេងណា VO ដួយអីហ្នឹងណាឬក៏ព័ត៌មានអាតាន់ France Wong អីណាគេថាខ្ញុំនឹងឈួតខ្ញុំនឹងលប់ខ្ញុំនឹងវាអសិលធម៌យ៉ាប៉ុន្តែខ្ញុំប្រាប់អ្វីដែលជាការពិតខ្ញុំនិយាយខ្ញុំមិនដែលឈឺចាប់ជាមួយសម្ដីមនុស្សដែលអត់ដឹងខ្យល់ទេអញ្ចឹងណាបើពួកវាអត់ពាក់ព័ន្ធជាមួយចិនមិនមែនគេបិទពួកវាអញ្ចឹងទេមិនមែនពួកវាថោកអញ្ចឹងទេវានៅថ្លៃបាត់ហើយបើវានៅថ្លៃវានៅស៊ីលុយអាមេរិកបានបាត់ហើយអញ្ចឹងបានន័យថាវាថោកហើយតែវាមិនអាចស៊ីលុយអាមេរិកបានទេមនុស្សជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ជប៉ុនជាច្រើនបានចែករំលែកអារម្មណ៍ថាប្រព័ន្ធផ្សព្វផ្សាយធំរួមទាំង NAK ហ្នឹងនឹងព័ត៌មានអីណាដែលរាយការណ៍ដោយជ្រើសរើសបរាជ័យ
ដោយការឆ្លុះបញ្ចាំងមតិសាធារណៈហើយនិយាយតែតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប្រជាជនគេហ៊ានរិះគន់ណាប្រជាជនខ្មែរអីអត់ទេបើសិនជាជប៉ុនមានក្រសួងសារព័ត៌មានដូចស្រុកខ្មែរទៀតប្រជាជនជប៉ុននឹងរិះគន់ជាសាធារណៈជាសកលហ្មងណាហើយកាលណាប្រជាជនមានការរិះគន់ហើយរដ្ឋាភិបាលគេនឹងស៊ើបអង្កេតដែរកាលណារដ្ឋាភិបាលគេស៊ើបអង្កេតហើយវាត្រូវតែចូលនៅក្នុងប្រព័ន្ធច្បាប់នៃស្តង់ដារគេហៅថាវិជ្ជាជីវៈសារព័ត៌មានហើយកាលណាខុសវិជ្ជាជីវៈសារព័ត៌មានវាចូលទៅបទឧក្រិដ្ឋកម្មហើយបទទោសហើយជាប់គុកហើយនឹងត្រូវរាប់អស់ទ្រព្យសម្បត្តិហើយពួកពាក់ព័ន្ធនឹងអំពើពុករលួយនេះឯងពុករលួយព្រោះបណ្ដាញសារព័ត៌មានគឺជាអំណាចទី4ឃើញទេបានន័យថាអំណាចទី4មិនមែនដើម្បីតែការពារពួកមានលុយមានអំណាចមានផលប្រយោជន៍ទេសារព័ត៌មានមានអំណាចទី4ជាសារព័ត៌មានដែលឯករាជ្យដែលធ្វើព័ត៌មានទាំងសងខាងមិនមែនគេបញ្ជាឲ្យវាយអាហ្នឹងអាហ្នឹងអាហ្នឹងក្រអ่ะលើកជើងអញលើកឲ្យស្រួលប្រយ័ត្នលេខពងណាលេខពងអីអាខ្លះវិភាគចង់មើលតែគ្រឿងក្នុងគេផងណាធ្វើដល់មនិតសាស្ត្រាចារ្យអង្គុយវិភាគតែរឿងក្នុងខោរបស់ហ៊ុនសែនឃ្លាននោះឃ្លានល្មោបនោះល្មោបរកអីដាក់គ្មានណាអញ្ចឹងបានជាតម្លៃកិត្តិយសបណ្ឌិតសាស្ត្រាចារ្យខ្មែរធ្លាក់ដល់បាតដីហ្នឹងឯងព្រោះអ្នកខ្លះដល់បណ្ឌិតដល់បញ្ញវន្តដល់សាស្ត្រាចារ្យអង្គុយវិភាគអីគេចង់មើលពងហ៊ុនសែនហើយរៀនរកប្រកាច់យកអីបើគាត់ឲ្យសុំមើលពងសម្ដេចហ្នឹងចង់មើលតែរឿងក្នុងខោហ៊ុនសែនហ្នឹងហើយក៏ល្មោបម្ល៉េះរៀនតែផ្លូវហ្នឹងទេរៀនតែរឿងកាមហ្មងអាហ្នឹងអញ្ចឹងហូយហើយតែគេណាឥឡូវសហរដ្ឋអាមេរិកបានចាត់វិធានការច្បាស់លាស់ហើយជប៉ុននឹងទទួលស្គាល់ហើយអនុវត្តយ៉ាងឆាប់រហ័សផងដែរអញ្ចឹងកាលណាអាមេរិកធ្វើរឿងអីមួយសម្ព័ន្ធមិត្តរបស់អាមេរិកដែលលឿនជាងគេណានៅលើពិភពលោកគឺជប៉ុនអាមេរិកអនុវត្តអន្តោប្រវេសន៍ជប៉ុនរៀបចំសម្អាតយ៉ាងស្អាតអូយស្រឡាញ់ជប៉ុនណាស្រឡាញ់នាយករដ្ឋមន្ត្រីជប៉ុនណានាយករដ្ឋមន្ត្រីស្រីរបស់ជប៉ុនលោកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកាអ៊ីឈីអូយស្រឡាញ់ណាស់រស់រាយរាក់ទាក់កំ pl ែងតែច្បាស់លាស់ខ្លាំងយ៉ាសាមញ្ញប៉ុន្តែនិយាយថាការងារគឺឆ្មត់ចត់ច្បាស់លាស់អូយសង្ហាណាស់សង្ហាមែនទេស័ក្តិសមជានារីដែលគួរឲ្យគោរពនិងជាវីរៈគំរូរបស់មនុស្សស្រីទូទាំងពិភពលោកមែនមនុស្សស្រីដ៏អស្ចារ្យបែបនេះខ្ញុំសូមសរសើរហើយក៏ចង់ថ្លែងទៅជាគេហៅថាគាត់គឺជាវីរៈគំរូដ៏ល្អរបស់ខ្ញុំផងដែរតែខ្ញុំមិនមែនមានប្រាថ្នាណាចង់ធ្វើមេដឹកនាំនាយករដ្ឋមន្ត្រីហ៊ុនត្រួយអីទេណាកុំច្រឡំណាដូចខ្ញុំនិយាយចឹងអត់ទេខំបារម្ភអ្វីដែលខ្ញុំចង់បានឲ្យប្រជាជនមានសេរីភាពមានឯករាជ្យមានសន្តិភាពមានសន្តិសុខសុវត្ថិភាពមានអាយុវែងមានសេចក្តីសុខតរៀងទៅអើយហ្នឹងជាប្រាថ្នារបស់ខ្ញុំហើយមែនដឹងខំប្រឹងធ្វើអញ្ចឹងគួរធ្វើនាយករដ្ឋមន្ត្រីធ្វើប្រធានាធិបតីมันមានបំណងប្រាថ្នាទេណាហត់ណាស់បើធ្វើជាមេដឹកនាំអាក្រក់វាអត់សូវហត់ទេព្រោះអត់ខ្វល់នឹងការទទួលខុសត្រូវទេតែបើធ្វើមេដឹកនាំល្អណាកាលណាដឹកនាំអត់ល្អប្រជាជននៅតែក្រប្រជាជននៅតែលំបាកប្រជាជននៅតែល្ងងខ្លៅកែអាហ្នឹងគឺកំហុសយើងជាមេដឹកនាំมันមានសមត្ថភាពក្នុងការទទួលខុសត្រូវបើមេដឹកនាំល្អគេអត់ត្រូវឲ្យប្រជាជនឈឺចាប់ឲ្យប្រជាជនអន់ចិត្តទេក
កំថាឡើយដល់ធ្វើឲ្យប្រជាជនលូនក្រាបដើម្បីអីសំថ្វាយបង្គំលុយទោះបីងាប់ខ្លួនក៏អត់ខ្វល់ដែរចឹងទេណែនៅជប៉ុនណា24ម៉ោងមិនទាន់នេះធ្លាក់ខ្ពស់ឥឡូវហ្នឹងហើយម៉ាក់ហ្នឹងឯងឃើញទេរដ្ឋាភិបាលរបស់ជប៉ុនលោកនាយករដ្ឋមន្ត្រីស៊ុនស៊ូអាបេពេលដែលអាចិនបង្កើតស៊ូណាមីណានៅក្នុងអំណាចរបស់គាត់ឃើញគាត់ទៅលុតជង្គង់សុំទោសប្រជាជនទេនឹងដោយសារគេជាមេដឹកនាំដែលមានការទទួលខុសត្រូវមិនមែនជាមេដឹកនាំថោកទាបដោយអាខ្លះដោយពូជអាក្បត់ជាតិខ្លះបានជឿសួរសម្ដេចសម្ដេចគាត់ស្គាល់ណាគាត់ដឹងដែរតែសម្ដេចហ៊ានដែរធ្វើអីគេផងសម្ដេចមិនដែលហ៊ានប៉ះពូជអាក្បត់ជាតិមួយហ្នឹងទេមានតែឲ្យគេកត់ត្រាថតរឿងនិទានរឿងនិពន្ធរឿងប្លា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 អាហ្នឹងចំណែកសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍បានន័យថាឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កន្លងមកថ្មីនេះការជំរុញសុវត្ថិភាពកម្លាំងនិងវិបលភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិកកំពុងវិនិយោគទឹកប្រាក់ 1.5000 លានដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតវេទិកាវិនិយោគរួមមួយដើម្បីសម្រួលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខធម្មពលនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនឹងបែងចែកជំនួយឥតសំណងចំនួន100 លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសហ្វីលីពីនហ្វីលីពីនសាទរ100 លានដុល្លារដល់ហ្វីលីពីនសម្រាប់ឆ្នាំសារពើពន្ធ2026ដោយធ្វើការជាមួយសភាសហរដ្ឋអាមេរិកធ្វើឲ្យអាស៊ីអាគ្នេយ៍คล้ายទៅជាចំណុចកណ្ដាលសម្រាប់ការនាំចេញ AI របស់សហរដ្ឋអាមេរិកដែលនឹងពន្លឿនការផ្លាស់ប្ដូរ Digital និងកំណើនសេដ្ឋកិច្ចរបស់តំបន់ចុះ AI នេះតើវាពាក់ព័ន្ធជាមួយនឹងអីវាពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាដែរទេអញ្ចឹងបាននិយាយអំពីបច្ចេកវិទ្យាតើវាពាក់ព័ន្ធជាមួយនឹង Quantum ដែរទេឥឡូវនេះក្រុមហ៊ុន Tesla របស់ Elon Musk ក្រុមហ៊ុន Starlink របស់ Elon Musk បានសហការជាមួយនឹងក្រុមហ៊ុនអ៊ីនធឺណិតរបស់ហ្វីលីពីនរួចរាល់បរិបូរណ៍ហើយតែខ្ញុំអត់ទាន់មានលុយភ្ជាប់វាទេឃើញទេអញ្ចឹងអានឹងជាអីគេគឺមកទាំងអស់ចុះបើសិនជាប្រព័ន្ធ Starlink របស់ Elon Musk ឬក៏ប្រព័ន្ធ IBM ណា IBM ចឹងណា IBM ក្រុមហ៊ុន IBM អាមេរិកដ៏ធំបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកណាបានចូលទៅដល់នៅក្នុងប្លុកអាស៊ីអាគ្នេយ៍ហើយដែលខ្ញុំនិយាយថាប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺប្រព័ន្ធបច្ចេកវិទ្យា Quantum នេះណាអញ្ចឹងការបិទក្របតើវាមកដល់លឿនដែរឬក៏អត់វាមិនដែរឡាគេមកដល់អានេះហើយអានឹងវាអត់មកអញ្ចឹងពេលវេលារបស់ពួកអប្រាជ្ញានៅកម្ពុជានិងអាឆ្កែបំរើចិនយួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅវានៅមានឱកាសប្រមាណលានថ្ងៃទៀតដែរ2050ណាហើយជា2050 2060អីក៏មិនដឹងដែរតែនិយាយចឹងថាខ្ញុំបន់ឲ្យអំណាចរបស់សម្ដេចនួនរលំអីទៅអត់ទេកុំទៅគិតអីផ្ដេសផ្ដាស់បងប្អូនខ្ញុំមិនណាមានសមត្ថភាពចាមួយទៀតប្រទេសចិនដឹងថាដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើន
ប្រទេសជាតិរបស់ខ្លួននេះចម្រើននិងបកគមនិជនរបស់ខ្លួនរស់រៀនមានជីវិតអញ្ចឹងអំណាចកុម្មុយនីសរបស់ខ្លួនគឺត្រូវតែប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកហើយកាលណាដើម្បីវាប្រយុទ្ធជាមួយសហរដ្ឋអាមេរិកត្រូវប្រយុទ្ធរឿងអីគឺតៃវ៉ាន់ហ្នឹងហើយដាច់ខាតអញ្ចឹងសំណួរថាតើសង្គ្រាមតៃវ៉ាន់វានឹងអាចកើតឡើងទេសំណួរនេះវាអត់ត្រូវទេត្រូវនិយាយថាការប្រយុទ្ធតៃវ៉ាន់គឺវាត្រូវតែធ្វើវាមិនមែនគ្រាន់តែជាសំណួរថាតើវាអាចកើតឡើងដែរឬក៏អត់អត់ទេគេនិយាយឲ្យច្បាស់មួយទៀតថារឿងសង្គ្រាមចិនតៃវ៉ាន់គឺវាត្រូវតែប្រយុទ្ធគ្មានផ្លូវដែលវាមិនធ្វើបានទេព្រោះវាអត់មានជំរឿននេះជាជំរឿនចុងក្រោយរបស់វាដូច្នេះខ្លួនបានបញ្ជូនអ្នកជ្រៀតចូលកន្លងមកណានយោបាយកន្លងមកដូចខ្ញុំនិយាយចឹងអញ្ចឹងបានបកគុំនេះដើម្បីប្រយុទ្ធប្រឆាំងជាមួយសហរដ្ឋអាមេរិកបើប្រយុទ្ធត្រង់ធ្វើសង្គ្រាមត្រង់ដូចអ៊ីរ៉ង់ជាមួយអាមេរិកចឹងណាតែយ៉ាងណាអ៊ីរ៉ង់ណាពួកក្រុមឧទាមអ៊ីរ៉ង់យ៉ាងណាក៏វាក្លាហានដែរណាដែលវាស្លាប់យ៉ាងអនុកអណាយប៉ុណ្ណឹងហើយវានៅតែហ៊ានបាញ់នៅហ៊ានប្រយុទ្ធណាបើប្រៀបធៀបជាមួយនឹងណាជាមួយនឹងអាកុម្មុយនីសចិនជាមួយនឹងអាកុម្មុយនីសកម្ពុជាអនកាពីអិចហ្មងគេបានតែពួកនេះសាហាវខ្លាំងប៉ុន្តែវាខ្លាំងរបស់វាមែនប៉ុន្តែវាល្ងងត្រង់ថាវាទៅនៅក្រោមអាមនុស្សខ្សោយវាទៅជ្រើសរើសមេដឹកនាំដែលខ្សោយអន់ហើយអាក្រក់ទៀតបើវាខ្លាំងអញ្ចេះវាចេះជ្រើសរើសមេដឹកនាំល្អហើយខ្លាំងដូចអាមេរិកវិញណាពួកក្រុមអ៊ីរ៉ង់ទាំងអស់នេះមិនដឹងជាមានសមត្ថភាពពូកែប៉ុណ្ណាទេឃើញទេតែមនុស្សអញ្ចឹងដែរគេថាកាលពីមុននៅក្នុងនយោបាយគេបកកាយនិទានរឿងឲ្យយើងយកឲ្យយើងស្លងឲ្យយើងជួណាគេថាសំខាន់មនុស្សត្រូវចេះរើសមេដឹកនាំយើងមានសិទ្ធិរើសយកមេដឹកនាំអន់ឬក៏ខ្លាំងក្នុងនយោបាយតាមពិតយើងធ្វើដើម្បីប្រទេសជាតិប៉ុន្តែយើងបែរជាល្ងងខ្លាំងឲ្យយល់ថាពេលដែលយើងចូលមួយគណៈបកនយោបាយទៅមួយយើងជ្រើសរើសមេណាមួយខ្លាំងអានោះបានយើងស័ក្តិសមណាហើយមិនខ្លួនឯងជាមនុស្សចាំបាច់យកគេធ្វើមេដឹកនាំទាំងតែគេអត់ហ៊ានធ្វើអីផងអាឯងឈ្មោះឈ្មោលក្តៅរងាគ្រប់សពបែបយ៉ាងគេគំរាមកំហែងអត់ទាំងខ្លាចផងគេភ្ជុំកាភ្លើងអត់ខ្លាចផងហើយសុកចិត្តទៅយកអាមនុស្សអត់ធ្វើអីសោះដេកមិនសិនតែចាក់ដេកអោបស្រីណាយកប្រពន្ធគេយកអីដើរលេងលបែងស៊ីសងគ្រប់សពបែបយ៉ាងពុកឲ្យលួយកេងបបាញ់លុយប្រជាពលរដ្ឋក្រៅប្រទេសហើយបែរជាលើកដំកើងគេធ្វើមេដឹកនាំហើយឲ្យយល់ថាជ្រើសរើសមេត្រូវល្ងងណាខ្ញុំគាត់ថាអូយលក្ខណៈមែនល្ងងខ្លៅមែនតែនមកភាពស្មោះត្រង់ធ្លាក់នៅក្នុងអន្លង់ដែលមិនបានពិចារណាវែងឆ្ងាយធ្វើជាមនុស្សត្រូវធ្វើជាម្ចាស់ខ្លួនឯងបាទអ្នកទាំងអស់គ្នាធ្វើជាមនុស្សហើយអាចធ្វើជាម្ចាស់ខ្លួនឯងបានអ្នកទាំងអស់គ្នាខ្លាំងហើយធ្វើជាមនុស្សមិនត្រូវលួនក្រាបថ្វាយបង្គំលុយទេមនុស្សដែលគេចង់ឲ្យលុយយើងថ្វាយបង្គំបានន័យថាគេមានចិត្តអត់បរិសុទ្ធទេគេគ្រាន់យកយើងធ្វើជាឆ្កែឬក៏ជាឈ្នាន់ជាឧបករណ៍របស់គេប៉ុណ្ណោះមនុស្សដែលគេឲ្យលុយយើងមិនត្រូវការឲ្យយើងថ្វាយបង្គំនោះទើបបានជាទឹកចិត្តបរិសុទ្ធលុយសុចរិតមិនមែនលុយបណ្ដាសាមនុស្សដែលចង់ឲ្យលុយយើងថ្វាយបង្គំបានន័យថាពួកនោះវាចូលចិត្តទទួលលុយដែលទទួលបានដោយបណ្ដាសាបានន័យថាលុយមិនមែនជាកម្លាំងញើសឈាមសុចរិតដែលវាប្រឹងរកដោយខ្លួនឯងទេគឺជាលុយដែលវាកេងប្រវ័ញ្ចពីគេមកអាហ្នឹងដោយពួកនៅស្រុកខ្មែរដែលមានលុយអួតរាល់ថ្ងៃអញ្ចឹងឃើញទេសិតតែភាគរយគឺត្រូវតែប្រព្រឹត្តអំពើពុករលួយលាងលុយកខ្វក់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទើបបានខ្លាយទៅជាមហាសេដ្ឋីអ្នកមានអុកញ៉ាច់នឹងឯងកាទៀវមីកាទៀវមួយចានអាចម្ដុំហ្នឹងតិចអត់ស្គាល់ស្រុកខ្មែរមីកាទៀវមួយចានអាចម្ដុំអាហ្នឹងរបរ
tại sao tay miên lôi bản đà xa lôi bản đà xa bản này phải lôi đòi bàn mau pi ẩm bự bà chăng lôi ẩm bự bà ní bà nè tụi ngọc nè tua rồi bỏ về máu bà nu năng bia mở rốt rốt mở rốt cua xa rồi bỏ nè tụi ngọc nè mình oi nè tụi ngọc nè ngợp một ruồi tê tay bà nè tụi ngọc nè tụi tua ban lôiได้มันแม่นจิลอยบรรดาซาแต่บ้านดอยปีกำลังเนื้อเชียงกาปรังไพรเราบอกปูกวาดเพื่อกลางนี้สวยเฉลิมยศไปทอดจำเตอกวาดก่อบานบอนเนี่ยต้องเอาเนียบานเมาส์โดยสวยเฉลิมโยมาปลาปลาก็มีสิ่งใดซอกเขาเยิงใจเล็กเซ็งเซ็งเตอร์ก็วิบานบอลโตเนียพองได้อันนั้นจิลอยได้บานเมาดอยมันแม่นจิบรรดาซาปันใจมันรู้เจิงสักไงนี่บอลเอาแต่กี้เอาลุยนะครอจังงอไปอะไรกิดบรรดาซามันบรรดาสายจังเอากิดคุยกายคุยโกถือกระบายกับรังนะอันนั้นlà sai mau bị quạt ọt chân quạt ọt là sai cho bọc cô quạt ọt cho hai đây bàn mê đặc non bị miếng hả cho đấy mau kia đặc non mà nhà anh ọt đằng này anh này đây ọt trong cái bạch thử ấy đấy thì tiết miên nè miên bòn thì bị lơ mình mà chui xuống cứu hay nè ô sọc mai bột tôm ni bẹt bột khai đi chơi phủ tiền tầm bình ca là đại đắng miên bỏ rong bay so môn đằng kia phải chơi nhà cam từ tha mau cái sệt bột tôm ni cái tham miên bỏ rong bay so riêng tận nôm nè nằng mau chui soi trong hai đây anh em mấy giờ bị đắng nè đăng cột tụm nia giả say kem đăng kịch say kia dân bị ăn dưới đập phơi lươn trắng xẻo đập phơi chanh ba cam sạc hà màu la các bạn micro cho môi nè mông đó là bầy hả ô chả còn chập đàm chưa đừng nói để cột tụm nia nó để thà nè miên bon đừng mau chui soi trong hai đây được bao giờ nè say kia yuan mà say yuan mà tu khoái không ai mà lục bối nè ôi bộ cài na tức tư quan đi bộ cài bao prang mình lúc bộ cài mình tên nó bàn tay lấy xa phải lính tranh này pro pi muốn mà nữ thơ ấy muối chưa đời những cái khoa ca cái chàng à của kề mạch dừng chẳng này ok mạch dừng chẳng tả lợi ọt đi của đức trong giấy chẳng cho bà kề mạch dừng chẳng pe đại kê sắm lắc cua sa dương chốc cua sa kê mày còn ăn ngon rồi cho mày cùng ngồi kê ngọt đôi dương này tới hai đây có kê mình chẳng đôi dương cần làm với nhá cho kê mày dương chẳng dương mà ai thọ ban thế dạ cho kê miền lôi miền mai si miền chỉ cái đây sọc cho hai đây này về chụp vẹn đồng nói kê miền bánh hạ bạch bạc cua sang sọc khăn kia đại sa phiệt cỏ cho mấy con nói đôi kia phong tử để bà kê mà dừng chăng kê miền lan kê miền lôi chăng ấy đây sờ bài đừng ẩm nan thì ca đừng ngon đừng tới trời ơi bàn tay luôn ai về tận đi kê mà dừng chăng ấy dừng khi nè dạ anh đang chỉ riêng nó bỏ này thằng mặc đi để sầm rạch chặt đi mẹ chỉ riêng nó bỏ lẹ cái ná đấy bỏ lẹ cái ná phơi căng như để tự phơi hỏi em bên đây thôi được xong vậy chăng trong tay tại này non mà nó mua chủ luôn đừng con thì đi lạnh ha con thể chăng thà dân phơ riêng lọ thôi vậyสำคัญไปแต่ยังเพิ่มเพิ่มหรอยังเพิ่มเรื่องสัจจะเรื่องเพิ่มเรื่องตรำเต๋อยังมีจะได้สอบให้สำหรับเนี่ยได้เส้นเกี่ยวมือเมาเกี่ยวหน้าสอบยื่นเกี่ยวข้างยื่นอันนั้นคือเรื่องเราบอกเกี่ยวตั้งเกี่ยวกับได้งานควาดกี่บ้านดิคนใต้ยังถือดังครูนไอ้นะถ้าบ้านเพิ่มเรื่องหรอเนอะใบเยอะบ้านเพิ่มเรื่องตรำเต๋อเรื่องหรอเรื่องได้เมียนเพียบจุดเด็ดทอหายสัจจะให้con bà rồng nè na có trong thai cái đường bạc quạt hoặc là con cất thả dương ở đặt quạt đầu sai quạt mình men chỉ dương của quạt nơi cầm đặt ở đó dương mà này thà quạt nơi miền bạc tràn về từ bảo quạt mi ở rong bơi bơi tràn chẳng dương ở ai em quạt mà đôi dương ba này nè men đào con anh thử sắp quạt không sắp quạt miền ấy hoạch ao tí tử mà nơi để sắp con này nữa con này sao hoạch ao tử miền ấy chạy lấy quạt tử conสบายใจมันสบายใจอัดปัญหาสำคัญก็มาเธอเรื่องหรอก่อนหนึ่งดังไทยเยื่ออัดบานเป็นเจตนาจอมชีสเตอร์จมูกในนาเทยื่อทั่วแต่เรื่องตรำจังนั่นคือชีสกระไดซอกระบายยังไง
តែក្តីសុខរបស់យើងគឺកើតចេញពីខ្លួនយើងទាំងអស់គ្នាមិនមែនចេញពីមាត់អ្នកដទៃទេអានោះមួយដែរហើយចំណុចមួយទៀតនេះថាចប់ហើយមិនប្រហើយពីទៅសល់មួយសេចក្តីពិតគឺมันអាចបំផ្លាញបានមិនទេសនាទេណាសុខជាសុខស្ដីអេសេតជីអេសុខស្ដីជីរ៉ា hello សេចក្តីពិតគឺมันអាចបំផ្លាញបានភាពមិនពិតมันអាចคล้ายទៅជាសេចក្តីពិតបានទេប៉ុន្តែថាការពិតវានៅតែជាការពិតទោះជាបំផ្លាញទៅជាស្អីក៏វាមិនអាចទៅបានប៉ុន្តែភាពមិនពិតណាអាភាពคล้ายនេះទោះបីខំប្រឹងប៉ុណ្ណាក៏នៅតែមិនអាចចេញជាពិតបានដែរឥឡូវឧទាហរណ៍ដូចជាកាបូប brand ណាមើលមកខ្វាច់ទៅអានេះ brand Chanel ថ្លៃហ៎ស្រាប់ brand នេះគេ Versace អីថ្លៃហ៎អូ brand អីគេទេថ្លៃហ៎មិនសូវស្គាល់ brand ថ្លៃហ្នឹងមិនដែរមានប្រាំដល់ពេលទៅទិញនៅផ្សាររបស់អា copy ចិនថោកពីទៅក្បែរគេអីគេ XL គេដែរណារបស់គេ XL ដែររបស់អញ XL ដែរប៉ុន្តែ XL របស់គេទោះបីជាធ្លាក់ទឹកចូលផុកក៏នៅតែជា XL ពិតប្រកបរបស់គេអា XL របស់ឯងទៅពីអាចិនណាទោះបីថ្មីបើកពីគេបកពីស្រមកអ៊ុតឲ្យស្អាតមិនក៏ដោយវានៅតែជារបស់ខ្លាំងខ្លាយនឹងឯងមនុស្សក៏ដូចគ្នាសកម្មភាពរាល់ថ្ងៃរបស់មនុស្សក៏ដូចគ្នាហើយបញ្ជាក់មួយទៀតអាការពិតនេះណាអត់ពិបាកខ្លួនទេហេតុអីមិនបាច់បាក់សម្ដែងមិនបាច់រៀបចំជួនកាលសម្ដែងធ្វើឲ្យមើលគឺថាអូត្រឹមត្រូវស្រាប់តែពីក្រោយតាមពិតមិនមែនត្រឹមត្រូវទេណាដល់ពេលភ្លេចខ្លួនណាចាញ់អាចរិតស៊ីនមកស្រាយគេឃើញចប់បដៅតែបើយើងគេហៅថាអាចចូលចិត្តលេងសើចចូលចិត្តឈួតលេអាឡោះអីពីដើមមកអាហ្នឹងវាធម្មតាបាត់ហើយវាអត់មានអីគេនិយាយទេគេចង់និយាយទៅព្រោះអាហ្នឹងវាធម្មជាតិរបស់យើងមកចឹងហើយណែថាទៅព្រោះអាហ្នឹងខ្ញុំអាហ្នឹងជាខ្ញុំហើយអញ្ចឹងមកកាលណាអ្នកទាំងអស់គ្នាអត់ស្គាល់ខ្លួនឯងអត់ហ៊ានទទួលយកខ្លួនឯងអាហ្នឹងឧទាហរណ៍មួយទៀតដោយអ្នកកាយកនសម្ផស្សគាត់កែសម្ផស្សគឺគាត់ស្អាតហើយប៉ុន្តែសួរថាគាត់កែដើម្បីអីអ្នកខ្លះគាត់ស្អាតស្រាប់ហើយគាត់ប្រឹងទៅកាត់នេះទៅកែនោះអញ្ចឹងណាខ្ញុំនិយាយនឹងមិនមែនបង្អាប់បន្ទុចរបស់ម្នាក់ដែលមិនស្អាតគាត់ទៅធ្វើរឿងត្រូវហើយប៉ុន្តែអ្នកដែលស្អាតហើយនេះទៅកែទៅកនហ្នឹងដើម្បីអីដើម្បីស្អាតលេចធ្លោឲ្យគេចូលចិត្តឲ្យប្រុសឃើញមកស្រឡាញ់អញ្ចឹងណាអូធ្វើរស់ហ្នឹងរស់ដើម្បីប្រុសហ៎មិនរស់ដើម្បីខ្លួនឯងអាហ្នឹងមានតម្លៃកែទៅស្អាតអូខេចុះបើទៅកែទៅមិនទាន់បានស្អាតផងងាប់បាត់ទៅអាហ្នឹងប្រុសមកជួយដែរប្រុសមកសង្គ្រោះដែរអ្នកដែលចាប់អារម្មណ៍ជុំវិញខ្លួនទស្សនិកជនដែលសរសើរស្អាតហ្នឹងមកជួយសង្គ្រោះជីវិតអ្នកឯងឲ្យរស់វិញដែរឬក៏អត់សួរដូចឆោតហ៎ខ្ញុំធម្មជាតិអាក្រក់ប៉ុណ្្នឹងឯងតែយ៉ាងណាក៏អរគុណពុកម៉ែដែលបង្កើតខ្ញុំមានកាយសម្បទាបានមកគ្រប់លក្ខណៈដែរនេះគឺជាបនចំណានញ៉េឥឡូវអ្នកទាំងអស់គ្នាយកមកគិតមើលអស់លុយណាអស់លុយហើយពេលហត់នឿយត្រូវមើលថែវាទៀតអូយខ្ញុំទៅសើគេហ្នឹងណាខ្ញុំរាល់ថ្ងៃនេះណាអើយគ្រាន់តែអត់ធ្វើអីផងតែការងារប៉ុណ្ណឹងខ្ញុំដល់ចង់ឈួតណាអំបែងវ៉ាន់ណាមិនដឹងទុកកាពីអញទិញកាពីមកអត់ទេអារម្មណ៍គិតថាដូចទិញហើយតែដូចជាអត់ទិញប៉ុណ្ណឹងអំបែងសុងអត់ហើយតម្រាំអូណែកំប៉ះអានេះធ្នមអានេះថែអានោះកុំឲ្យក្លិនអានេះកុំឲ្យស៊ីអានេះកុំឲ្យញ៉ាំអានោះអូយងាប់ទៅល្អជាងលោកហើយថៃខ្លាចតនេពេកហ៎មើលខ្លាចតនេពេកអូប្រហែលជាអញ្ចឹងហ៎អីអាហ្នឹងជាសក្តីសុខយ៉ែបើសក្តីសុខធ្វើទៅតែសុខអត់ប៉ះអានេះមិនបានប៉ះអានោះមិនបានធ្វើនេះមិនបានធ្វើនោះមិនបានអាហ្នឹងសុខហ្នឹងអូសុខអីហ៎អញ្ចឹងមួយទៀតច
chẳng kiêng muối ai bằng bắt phiếp ngổ ngất rọc con chứ năm bạn ấy thập phiếp ngổ ngất á nơi bởi tay cầm chia mà rồi chứ năm chia ngay mà ít lư rằng ấy vậy lư con tay mà nuôi ra ngayนี่คือรู้นึกน้ำphiếp ngổ ngấtมันนึกได้ăn lụa thôi chỉ để lụa nên mình chẳng nãy mày này mìnhนึกอดคลองได้chiaเยี่ยมเพื่อเชื่อมันนึกคลองบัดรอชีมันนึกอดขวะเต้แต่chiaเยี่ยมบัดแน่เพื่อเชื่อมันนึกขวะใบเชื่อมันนึกปีกามันนึกขวะปรังไพรรู้ปรังไพรใบแน่ปรังไพรจะดับช่วงตัวจูบจนปีกาได้กอดมาซาในฟิลิปปินส์นี่นะกรมมาซาเราบอกกอดได้จนปีกาแน่ใช่ไหมôngช่วงแต่ซากอดมวยปีกาในเมืองคุยสัตว์มั้งอะก็ไอโรยูทูบอะให้เราจุ่มเรียงไหนก็ดับแต่ก็โจจัดให้ก็เฉียงตามบ้านอย่างเจ้าไงในพวกมักช่วงก่อนนอนเตอร์มาซากนองในก็ปีกาในใส่นั่นน่ะปันไตเนี่ยปีกาเพราะกุศลไหนปีกาในเนี่ยเก็บอ่านมาซาเตอร์ยืนขวานจุนลอยเกตเตอร์เก็บมีนเก็บดักกำลังประมาณจังงั้นไปแต่ยืนมาซาหอยจังงั้นนะhay dương trong thực chất chui quạt ấy có chui tay dương còn đất có cho rùm chạy lại khả tay khi ông coi mưa quạt trong sông ta xa quạt nó đây món ấy con tu xa bấm đi gặp tôi để bàn tay quạt ai họ cả lại YouTube hơn quạt ai chết họ po na po đầm miên ấy cho bắt đầm riêng ấy cái này dây dòng pi ấy quạt bậc cáiมันเต้นมั้งบ้านเลยค่ะก็ติดการพนันยี่ปันตายร้องในการพัดดาวดอกมอดจัดรบบอจนปีกาพนันเนี่ยคือคลังบอกพอดบ้านเลยค่ะกวาดชี้เยี่ยมการชี้เยี่ยมรบบกวาดนี่คือทมเทงน่ะปันตายเอาไว้แต่เอาอยากกระซ้ำไว้เตี้ยมันนู้ได้เมียนไก่ซ้ำแบบเตี้ยมองม้วนเมียนในพลือเมียนเดือดเจ็บดับลือเอาไว้ชมยังเป็นแหลกขนาดใบจีอัดได้เอาไว้แต่คลุ้นมินได้ได้แบบที่ยังบอกบ้องไปเจ้าต่างจังเปคลางของนู้นมัวจุ่มนู้นพัวตายกับไรแต่เมื่อบองมายังไหนกอดจนปีกาไหนกอดปรังไพรรู้ฮะนะแต่กอดรูปใบหน้ากอดปรังรูปใบเด้อเดี๋ยวเบียดหน้ามันท่าปีกาได้ปีกาเชื่อปีกาข้างในปีกาไอ้ดิยังซัวคลุ้นไอ้เนี่ยได้ไม่ไกลซ้ำที่งอมม้วนให้งอมเนี่ยตัวจองก็ตัวสำหรับคลุ้นเนี่ยกลัวแต่เติมมือผูกกอดกันทางให้ไอ้กูกอดปรังรู้บ้านนี้ยังปีสำรองไว้ที่กอดจอไปสำรองเราบอกกอดอัดเถอะก็ทักกอดสะอาดซาเลยผูกกอดไปกาพเนยใช่หรอกอดดังทักกอดอัดสะอาดบ้านไรแต่เปียท่าปีกาคืออัดสะอาดให้ฟันใต้เอาไว้แต่กอดสะอาดนะคือกาตอสู้หรือบอกกอดเพียบหมดช่วยในเพียบรังมอมในการชั่วดับใบรัวให้กอดไอ้มีนครูซามีอะไรแบบปนเตียนchỉ chuẩn bị ca đôi khi điện hai con ai miên cô hai con chia duyên chẳng chân cô được bọc quạt tiền ở cô được bọc quạt bàn thiên bàn sơ tiền chẳng không niềm dương chưa một nụ để miên cái sắm tiền món muôn miên này lư không prang thử khoa miên mọt này dây không prang thôi chưa một nụ cầu miên để chia đập nè miên để chia đập lư tay thôi chưa một nụ lòng chia dương bật này bật chuyện bật mọt bật mỏng không ai luôn này nhé chẳng kia môi ai bằng bắt khiêm ngủ ngất rọp con chẳng rạch nha môi ai còn lướt khiếp là ngông khai mùi mơn nằm bàn bấm tớp đi trong cắt khiếp cho bó mùi sát tỏ hoát ban bóng lư và chia chân nâng ban trong cắt đầm nai cáp lạc đồ nửa phê khả mục này xong dương đọ và đặt bất rõ chuyện tranh bạn ấy thà sẵn không tha và chưa bỏ rót mai nó phải chưa bỏ rót tôi kêu thì phốp lôมั้งà chốt thơ cô thơ quạt thơ long tiết tư riêng khắc luôn anh khơi ca bất bỏ xó ấy còn tay bà ấy nhìn giấy xó hãy chọc cuộc là ố ảnh đang khmái thế đập lư thả ôn sẽ lạnh bong xem giấy trắng pin giấy thả chào cái banh thế à
ឡងបាត់ហើយហ្នឹងមកនិយាយអញនិយាយបានថាណែអ្នកឯងអ្នកឯងធ្វើរឿងហ្នឹងមិនត្រឹមត្រូវទេអ្នកឯងក្បត់ជាតិអូសម្ដេចគឺជាអ្នកគឺជាមហាវីរៈបិតាស្ថាបនាជាតិអូគុណសន្តិភាពទីណាមានទុកទីនោះមានមុខសម្ដេចណាអសាយអូផោមសម្ដេចក៏អូបណាផោមសម្ដេចក៏អូបអាចសម្ដេចក៏អូបហើយឈ្ងុយឆ្ងាញ់ណាឃើញទេអានឹងអីគេមិនមាត់អាភ្នែកក៏មើលឃើញអាតែជាក៏មើលឃើញអាចក៏មកក៏ដឹងក្លិនអាមាត់ក៏និយាយបានប៉ុន្តែដែលអ្វីដែលនិយាយគឺផ្ទុយពីការពិតនៅក្នុងមនុស្សដែលមានលក្ខណៈគ្រប់គ្រាន់ពិតប្រាកដបែរជាយកភាពជាមនុស្សដែរទោះបីអ្នកពិការក៏គាត់អត់និយាយថាអូផោមសម្ដេចក្អូបចឹងដែរគាត់ពិការភ្នែកមែនប៉ុន្តែចំមុះគាត់អត់ពិការទេជាពិសេសអ្វីដែលគាត់អត់ពិការគឺឧត្តមកតេនិងមនសិការជាតិរបស់គាត់មនុស្សពិការអីបានតែហាមពិការឧត្តមកតេនិងកតេសម្បញ្ញៈមនសិការជាតិរបស់ខ្លួនបើអ្នកបាត់បង់វាហើយគ្មានអីយកមកជំនួសបានទេមុននឹងចង់ធ្វើមេដឹកនាំធ្វើខ្លួនជាមនុស្សជាមុនសិនអញ្ចឹងយើងត្រូវដឹងថាក្នុងនាមយើងជាប្រជាពលរដ្ឋរងគ្រោះរាល់ថ្ងៃដោយសារតែយើងមិនបានផ្ដោតនឹងការគ្រប់គ្រងរបស់ប្រទេសកន្លងមកចាប់ពីពេលនេះតទៅយើងចាប់ផ្ដើមរួមគ្នាដើម្បីហ៊ានធ្វើហ៊ាននិយាយការពិតទាំងអស់គ្នាដើម្បីជ្រើសរើសមេដឹកនាំពិតប្រាកដខ្ញុំនិយាយចាត់ទុកថាដូចខ្ញុំផ្ដាំចុងក្រោយឧទាហរណ៍បើសិនជាខ្ញុំស្លាប់ទៅចុះតែខ្ញុំសង្ឃឹមថាចាប់ពីពេលដែលសតវត្សអាក្រក់ច្បោកច្បល់នេះឆ្លងផុតទៅអ្នកទាំងអស់គ្នាដែលជាខ្មែរដែលនៅរស់ហ្នឹងណានឹងទទួលបានមេដឹកនាំដែលមានឧត្តមកតេមនសិការជាតិពិតប្រាកដមិនមែនពួកអាផោមកោពាក់ក្បាត់កទេអញ្ចឹងប្រយ័ត្នបំផុតកាលណាអ្នកនៅតែច្រឡំថាពួកអាក្បាត់កពួកអាពាក់ក្បាត់កទៅបានស័ក្តិសមអ្នកយល់ច្រឡំហើយកុំភ្លេចថាប្រទេសរលាយពីដើមរហូតដល់ឥឡូវនេះភាគច្រើនតែពួកអាពាក់ក្បាត់កនឹងឯងមិនមែនប្រជាពលរដ្ឋសាមញ្ញធ្វើឲ្យប្រទេសរលាយទេចាំឲ្យច្បាស់ណាអញ្ចឹងពេលដែលពួកអាពាក់ក្បាត់កនិយាយអីក៏ដោយនាំគ្នាពិចារណាហើយសង្កេតនឹងតាមដានវាឲ្យមកចត់សិនមុននឹងសម្រេចថាអូខេទទួលវាធ្វើជាមេដឹកនាំប៉ុន្តែមួយទៀតនៅពេលដែលរបបកុម្មុយនីសដួលរលំហើយប្រទេសនៅលើពិភពលោកប្រជាជនទាំងអស់នឹងលែងមានទំនុកចិត្តទៅលើរដ្ឋាភិបាលហើយបានន័យថាអញ្ចឹងគាត់ត្រូវប្រុងប្រយ័ត្នដែរចាប់ពីពេលនេះទៅគាត់ចាប់ដើមចេះប្រុងប្រយ័ត្នដែរអានឹងវាត្រឹមត្រូវអត់អានឹងខ្មែរសុទ្ធអត់អានឹងវាចូលចិត្តធ្វើឆ្កែបរទេសអត់ឆ្កែយួនចិនទៀតអត់អញ្ចឹងប្រជាពលរដ្ឋនឹងលែងជឿជាក់លើរដ្ឋាភិបាលប្រជាពលរដ្ឋនឹងលែងជឿជាក់នៅលើមន្ត្រីរាជការទេហើយប្រជាពលរដ្ឋនឹងលែងជឿជាក់លើបណ្ដាញសារព័ត៌មានទេដែរប្រព័ន្ធផ្សព្វផ្សាយទេដែរអញ្ចឹងមុននឹងគាត់ជឿអ្នកណាមួយគាត់ត្រូវតែតាមដានសង្កេតឲ្យមកចត់ហើយនឹងគឺជាមេរៀនដែលគាត់ឆ្លងកាត់ហើយអញ្ចឹងអ្វីអ្វីវានឹងល្អប្រសើរប៉ុន្តែអ្វីដែលចង់បានប្រសើរដូចខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចថាគេកំពុងតែចាត់វិធានការសម្រាប់ខ្មែរទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នាធ្វើអីទេมันមានឱកាសស្គាល់ពាក្យថាប្រទេសនឹងល្អប្រសើរនៅពេលថ្ងៃអនាគតដ៏ខ្លីខាងមុខនៅឆ្នាំ2027នេះទេអាហ្នឹងអូខេអស់ហើយ